បាទសូមអនុញ្ញាតគ្រប់ជំរាបសួរទៅដល់ប្រិយមិត្តដែលបានទស្សនានៅកម្មវិធីព្រឹត្តិការណ៍អរូបដែលឡាយចេញផ្ទាល់ពី page ផ្លូវការរបស់ Rai Creator ថ្ងៃនេះខ្ញុំបាទមានភ្ញៀវកិត្តិយសមួយរូបគឺបងរិទ្ធជំរាបសួរបងសួរបាទសុខសប្បាយអត់បងសុខតែអត់សុខសប្បាយទេដោយសារតែរៀងរត់ជន់រោងអញ្ចឹងមានថាបងរវល់ច្រើនហ្មងយ៉ារវល់ច្រើនដោយសារតែមុនហ្នឹងទៅមកពីពេញដែរទេអញ្ចឹងក៏ដល់ភ្លាមដល់ភ្លាមដាក់ភ្លាមហ្នឹងហើយបងថ្ងៃហ្នឹងបងមានព្រឹត្តិការណ៍អីចែកម្លែកដល់ទស្សនិកជនយ៉ាងដែរបងថ្ងៃហ្នឹងមាន2 3រឿងដែរតែគាត់ថាអីដែលចង់ប្រាប់ដល់បងប្អូនហ្នឹងគឺអីដែលខ្ញុំជួបមិនប្រកាសថាបងប្អូនទាំងអស់គ្នាថាជឿឬមិនជឿតែគាត់ថាអាហ្នឹងខ្ញុំចែករំលែកបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានធ្លាប់ជួបហើយអ្វីដែលខ្ញុំនឹងនិយាយប្រាប់បងប្អូនទាំងអស់គ្នាតិចទៀតហ្នឹងគឺសុទ្ធតែជារឿងពិតដែលខ្ញុំបានជួបបាទបងចាប់ដល់ហើយបាទបងអាចចាប់ផ្ដើមបងយើងកុំឲ្យភ្ញៀវកិត្តិយសចាំយើងយូរអូខេអរគុណច្រើនតាមពិតខ្ញុំនិយាយពី background របស់ខ្ញុំបន្តិចរាល់ថ្ងៃនេះខ្ញុំជា content creator ហើយក៏ជា MC មួយដែរប៉ុន្តែនៅជាការជំនាន់ដែលខ្ញុំនៅរៀននៅសាកលវិទ្យាល័យខ្ញុំបានទៅរៀននៅភ្នំពេញអញ្ចឹងជំនាញដែលខ្ញុំរៀនហ្នឹងគឺពេទ្យបាទអញ្ចឹងបាច់ឆ្ងល់ថាអូមិនចាប់ពេទ្យទេមកធ្វើ content creator ឬក៏ MC ទេគាត់ថាហ្នឹងជាជំនាញមួយដែលយើងចាប់បានន័យថាបានសញ្ញាបត្រមួយទុកឲ្យកូនមើលអញ្ចឹងណាយើងនិយាយទៅហ្នឹងហើយដល់ពេលដែលខ្ញុំរៀនហ្នឹងដល់ឆ្នាំទី3គឺយើងត្រូវចុះ star បាទបងអញ្ចឹងកំឡុងពេលដែលយើងចុះ star ហ្នឹងយើងសប្បាយចិត្តណានិយាយទៅគឺចូលរៀនហ្នឹងគឺអារម្មណ៍ដែលយើងរំពឹងខ្លាំងបំផុតគឺយើងចុះ star នៅថ្ងៃទី1នៅមន្ទីរពេទ្យបាទហើយខ្ញុំពេលដែលថ្ងៃចុះ star ហ្នឹងគឺថ្ងៃទី1ពេលព្រឹកចឹងទៅធ្វើការធម្មតាបានន័យថាយើងចុះទៅរៀនធម្មតាពីបងដែលគាត់នៅប្រចាំមន្ទីរពេទ្យហ្នឹងហើយអ្វីដែលខ្ញុំចូលទៅដំបូងគេហ្នឹងគឺខ្ញុំកាន់តែសប្បាយចិត្តខ្លាំងបំផុតហ្នឹងគឺចូលទៅក្នុងផ្នែក ICU បានន័យថាសង្គ្រោះបន្ទាន់កម្រិតធ្ងន់ហើយពេលដែលចូលទៅសប្បាយចិត្តខ្លាំងមែនទែនព្រោះបានរៀនបានចេះបានឃើញបានប៉ះផ្ទាល់មួយជំងឺបានអីចឹងទៅបាទហើយព្រលឹមឡើងយើងចុះ star ថ្ងៃឡើងយើងត្រឡប់មករៀនវិញធម្មតាបាទបងហើយថ្ងៃហ្នឹងវាចែកដល់អីពេលដែលបងគាត់ចែកវេនមកគឺត្រូវខ្ញុំយាមយប់ហ្នឹងតែម្ដងហ្នឹងអីដែលកាន់តែសប្បាយចិត្តខ្លាំងបំផុតបាទពេលដែលចាប់ផ្ដើមទៅដល់មន្ទីរពេទ្យភ្លាមគឺខ្ញុំអត់តបានពាក់អាវស្រួលទេអត់តបានពាក់អាវពេទ្យស្រួលទេបាទគឺបងគាត់ប្រាប់ថាអូនមកឲ្យលឿនជួយគ្នាពាក់អាវឲ្យលឿនមកជំងឺកំពុងតែធ្វើទុកអញ្ចឹងក៏ស្វះស្វែងទៅជួយពួកគាត់ប្រើឲ្យធ្វើអីធ្វើនឹងអញ្ចឹងទៅឲ្យច្បាច់ពងខ្យល់យើងច្បាច់គាត់ថាអូខេយើងដូរដៃគ្នាដើម្បីម៉ាស្សាកាត់ចាក់បានន័យថាម៉ាស្សាបេះដូងដែលយើងភាសាអង់គ្លេសយើងហៅថាធ្វើ CPR បាទបងបាទហើយហត់អស់ខ្យល់ខ្លាំងមែនទែននៅពេលដែលយើងជាយើងសង្គ្រោះគាត់នៅដំណាក់កាលចុងក្រោយហ្នឹងគឺរយៈពេលប្រហែលជា20ទៅ30នាទីសំទោសអញ្ចឹងទៅហត់អស់ខ្យល់ខ្លាំងមែនទែនហើយអ្វីដែលអាចនិយាយថាជាភាសាបច្ចេកទេសដែលយើងធ្លាប់ប្រើនៅក្នុងមន្ទីរពេទ្យគឺប្រើភាសាបារាំងបានន័យថាអ្នកជំងឺហ្នឹងគាត់បានស្លាប់ហើយដែរគាត់អត់និយាយភាសាថាស្លាប់ហ្នឹងទេគឺយើងនិយាយដើម្បីកុំឲ្យបងប្អូនជំងឺគាត់មានអារម្មណ៍ថាគាត់បាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ហើយបាទអញ្ចឹងគាត់ប្រើនៅពេទ្យនៅមន្ទីរពេទ្យគេប្រើភាសាបច្ចេកទេសគឺ DC ភាសាបារាំងបានន័យថាស្លាប់អញ្ចឹងយើងដឹងគ្នាយើងក៏រៀបចំឧបករណ៍ផ្សេងដាក់អុកស៊ីសែនអីទៅដើម្បីសម្រួលឲ្យគាត់ដើម្បីធ្វើការរៀបចំដឹកចេញទៅផ្ទះធ្វើបុណ្យតាមប្រពៃណីអញ្ចឹងណាបាទបងបាទខ្ញុំដឹងថាគាត់ស្លាប់ហើយតែខ្ញុំភ្លេចខ្លួនអូខ្ញុំរៀបចំគាត់ចុងក្រោយគេរៀបចំគាត់អាវគាត់សរងកស៊ូគាត់តែគាត់មនុស្សប្រុសហើយគាត់មានមាឌធំហើយក្បាលពោះមានក្បាលពោះអញ្ចឹងពេលដែលរៀបចំហ្នឹងមិនមែនខ្លួនឯងពេលដែលរៀបចំហ្នឹងគឺខ្ញុំអត់បានចាប់អារម្មណ៍អីច្រើនទេដោយសារតែយើងទី1យើងអត់មានអារម្មណ៍ថាខ្លាចយើងនឹងតែគាត់ស្លាប់តែយើងអត់មានអារម្មណ៍ថាយើងខ្លាចគាត់ទេបាទបងបាទខ្ញុំហត់ខ្លាំងខ្ញុំក៏បានប្រាប់បងថាបងខ្ញុំសុំចូលទៅក្នុងបន្ទប់ដើម្បីសារៈបន្តិចដោយសារហត់ខ្លាំងបងមិនអស់ដៃដោយសារតែយើងម៉ាស្សាបេះដូងគាត់យូរអញ្ចឹងយើងហត់អស់ដៃអស់កម្លាំងចូលទៅដល់បន្ទប់ដែលយើងសម្រាកហ្នឹងគឺនៅក្រោយកន្លែងដែលយើងព្យាបាលជំងឺបាទបងបាទចូលទៅបានប្រហែលជា2នាទីឯងគាត់ដោះអាវឲ្យអង្គុយ
អង្គុយឲ្យត្រូវម៉ាស៊ីនជែកបន្តិចណាមានគេមកគោះទ្វារកញ្ចក់ខាងមុខហ្នឹងតុកខ្ញុំក៏ស្រែកប្រាប់ថាចាំមកផ្លេតបងខ្ញុំស្មានតែបងក្រុមការងារគាត់មកហៅយើងចេញទៅមើលជំងឺអីបន្តបាទប៉ុន្តែអីដែលខ្ញុំនឹកស្មានអត់ហ្នឹងគឺបើកទ្វារមកក្រាស់គឺឃើញគាត់នៅហ្នឹងហ្មងគាត់ដែលជាជាអ្នកស្លាប់បាទអូតែគាត់មកហ្នឹងក្នុងរូបភាពមួយជាមនុស្សធម្មតាដែលគាត់ស្លៀកពាក់សម្លៀកបំពាក់ដែលគាត់កំពុងតែស្លៀកពេលដែលគាត់ស្លាប់ហ្នឹងអញ្ចឹងមានន័យថាបងឃើញអាទស្សនវិជ្ជាដែលឈរនៅមុខបងហ្នឹងគឺជាគេថាជាសាកសពគាត់ដែលគាត់មុនស្លាប់ហ្នឹងបាទរូបរាងរបស់គាត់ជារូបរាងរបស់គាត់ខ្ញុំបានចាប់អារម្មណ៍អីច្រើនទេហើយខ្ញុំក៏ភ្លេចថាគាត់ជាអ្នកជំងឺដែលស្លាប់ក្នុងដៃរបស់យើងមិញមិនស្លាប់ក្នុងដៃទេមានន័យថាយើងព្យាយាមសង្គ្រោះគាត់អស់លទ្ធភាពហើយគាត់ក៏បានស្លាប់បាទខ្ញុំក៏បានប្រាប់គាត់ថាបងឯងទៅវិញសិនទៅចាំតិចខ្ញុំពាក់អាវសិនតែគាត់មកហ្នឹងគាត់សួរនាំបងអីអត់បងគាត់ប្រាប់ខ្ញុំថាលោកគ្រូជួយដាក់អុកស៊ីហ្សែនខ្ញុំតិចខ្ញុំបាក់ដកដង្ហើមអូពេលហ្នឹងខ្ញុំក៏បានប្រាប់គាត់ដែរខ្ញុំថាបងឯងទៅវិញសិនទៅចាំតិចខ្ញុំពាក់អាវសិនហើយខ្ញុំក៏ទាញទ្វារបិទគាត់ក៏រុញជើងសរោមរបស់គាត់ហ្នឹងទៅដើរទៅធម្មតាតែម្ដងពេលដែលខ្ញុំពាក់អាវហើយខ្ញុំដើរចេញទៅក្រៅអារម្មណ៍កំពុងតែហត់ទៅស្ដីឲ្យមិត្តភក្តិម្នាក់ទៀតដែលចុះស្តាជាមួយគ្នាហ្នឹងហើយនឹងបងដែលនៅហ្នឹងគាត់លឺដែរខ្ញុំថាហើយអត់តែមើលជំងឺអញ្ចឹង 15C គាត់ដើរទៅហៅអញនៅបន្ទប់តែគាត់បាក់ដកដង្ហើមឲ្យអញមកដាក់អុកស៊ីហ្សែនឲ្យគាត់នៅពេលដែលលឺភ្លាមហ្នឹងគឺបងស្រីម្នាក់ដែលនៅតួជាមួយតែគាត់ជាបុគ្គលិកតលនៅហ្នឹងគាត់ស្រឡាំងកាំងហ្មងគាត់ភ្ញាក់ហ្មងគាត់ថា 15C មែនអូនគាត់ស្រែកឡើងខ្លាំងណាគាត់ស្រែក 15C មែនអូនថាបាទបងហ្នឹងហើយគាត់ស្លៀកសរងកស៊ូហើយអាវគាត់បិទលេវអត់ចិត្តមិញហ្នឹងហើយប្រលេះលេវហ្នឹងដើរទៅក្បាលពោះពេញហ្នឹងហើយគាត់រឹងជើងសរោមទៅហៅខ្ញុំដល់បន្ទប់ហើយបងស្រីគាត់ប្រាប់គាត់ស្រែកឡើងភ្លុកមកគាត់ថាអូន15C ស្លាប់លើដៃខ្លួនឯងមិញហ្នឹងហើយអារម្មណ៍របស់ខ្ញុំចាប់ដើមបញ្ជាក់មួយគាត់ទៀតថាបង 15C មិញហ្នឹងគាត់ថាហ្នឹងហើយបងប្អូនគេទឹកបំរុញចេញទៅមិញហ្នឹងអូនខ្ញុំភ្លាមហ្នឹងគឺអត់មានអារម្មណ៍អីច្រើនទេគឺបេះដូងចាប់ដើមបុកភ័យហើយប្រាប់បងនៅក្នុងបន្ទប់ហ្នឹងថាបងអីវ៉ាន់ខ្ញុំទាំងប្រហែលចាំស្អែកខ្ញុំមកយកគឺខ្ញុំសុំទៅផ្ទះមុនហើយថ្ងៃហ្នឹងបើសិនដាក់ក៏ដាក់ទៅគឺខ្ញុំសុំទៅផ្ទះហើយគឺពេលហ្នឹងគឺភ័យហ្មងភ័យហើយជិះម៉ូតូបដើគិតបដើទៀតចុំស្រស់ពេកហីដោយសារតែគាត់អត់បានបង្ហាញអីឲ្យយើងខ្លាចទេប៉ុន្តែគាត់អាសាអ្វីដែលភ្លាមដែលយើងឃើញហ្នឹងគឺវាស្រស់នឹងភ្នែកវានៅនឹងភ្នែកដូចមនុស្សប៉ុន្តែដល់ពេលដែលយើងអារម្មណ៍ដែលយើងចាប់ដើមបុកត្រឡប់ទៅវិញហ្នឹងគឺគាត់បានស្លាប់ហើយតែគាត់មកបានន័យថាគាត់មកបង្ហាញឲ្យយើងឃើញបានន័យថាគាត់ពិបាកដកដង្ហើមមុននឹងគាត់ស្លាប់ហ្នឹងគាត់ពិបាកដកដង្ហើមខ្លាំងឬក៏មិនអីមិនយើងអត់ដឹងទេតែអារម្មណ៍របស់ខ្ញុំមួយគឺខ្ញុំភ័យបាទភ័យតែសួរឲ្យខ្លាចអត់ខ្លាចទេប៉ុន្តែពេលហ្នឹងភ័យហើយក៏ត្រឡប់ដល់ផ្ទះអត់ហ៊ាននិយាយរឿងហ្នឹងប្រាប់ណាគេទេស្អែកឡើងមកយកអីវ៉ាន់បានបងគាត់សួរបញ្ជាក់ភាសាទៀតគាត់ថាហ្នឹងមិនមែនបានប្រាប់ថាអូនវាជារឿងសាមញ្ញឯងដែលនៅកន្លែងមួយនេះជួនកាលនៅក្នុង ICU កន្លែងសង្គ្រោះមិនទាន់កម្រិតធ្ងន់ហ្នឹងអាចមានជាទូទៅអាចមានមនុស្សម្នាក់ស្លាប់ឬក៏ពីរនាក់ស្លាប់នៅក្នុងថ្ងៃតែមួយហើយនៅក្នុងតួដែលគាត់យាបអីចឹងទៅអញ្ចឹងដល់ពេលគាត់និយាយចឹងបានន័យថាជួយសម្រួលអារម្មណ៍របស់ខ្ញុំដែរខ្ញុំអត់មានអារម្មណ៍ថាសូវខ្លាចសូវអីចឹងទៅហើយណាមួយអ្វីដែលយើងធ្វើគឺយើងជួយសង្គ្រោះគាត់អស់លទ្ធភាពបាទដើម្បីឲ្យគាត់បន្តជីវិតទៅមុខទៀតប៉ុន្តែជាអកុសលពេលខ្លះជំងឺរបស់គាត់ដល់ដំណាក់កាលចុងក្រោយជំងឺរបស់គាត់យើងជួយសង្គ្រោះបានត្រឹមតែផ្ដល់ឲ្យបងប្អូនឃើញដង្ហើមចុងក្រោយតែប៉ុណ្្នឹងអាហ្នឹងសម្រាប់ជំងឺមួយចំនួនដែលកម្រិតធ្ងន់អញ្ចឹងខ្ញុំគិតត្រឡប់មកវិញខ្ញុំថាខ្ញុំបានជួយអស់លទ្ធភាពហើយមួយទៀតផលបុណ្យដែលយើងបានធ្វើជួយសង្គ្រោះមនុស្សក៏អាចនឹងជួយតាមថែរក្សាយើងជួនកាលគិតត្រឡប់ថយក្រោយទៅថាគាត់នឹងអាចមកលាយើងដែលយើងខំព្យាយាមជួយសង្គ្រោះគាត់ដល់ដំណាក់កាលចុងក្រោយអញ្ចឹងណាហ្នឹងអាហ្នឹងរឿងមួយដែលខ្ញុំបានជួបនៅក្នុងមន្ទីរពេទ្យមួយដែលខ្ញុំចុះស្តានៅបាទបងបាទតែខ្លះពួកខ្ញុំអាចនឹងយាមវេនយប់អញ្ចឹងយើងត្រូវដូរវេនគ្នាដល់ម៉ោង1ម៉ោង2ភ្លឺ1 2ភ្លឺពុំឃើញទេបងអញ្ចឹងពេលដែលយើងចាប់ដើមធ្វើការពេលយប់គឺយើងឃ្លានហើយអញ្ចឹងនៅពេលដែលបដូរវេនម្ដងគឺម៉ោង2គឺមានមួយក្រុមទៀតគាត់ចាញ់មកបន្តរហូតដល់ព្រឹកអញ្ចឹងពួកខ្ញុំពីក្បាលល្ងាចរហូតដល់ម៉ោង2អ
chẳng về đập đô về nó cứ bụi nhông tay ta tập tinh ấy nhà mày tại sao nó cả một nó miên mạcបាទបង chẳng có bắt đầu khi bay bụi nẹt chân tay chân cáo đau mà nè ai chân cáo đau pi nẹt chân tay ngày nắng đặng tha rõm ấy nó khơi clean mi gặp bông là chạy đánh đó đó ở đây clean này mỗi dương miên là bỏ nhâm mà chỉ luôn ngày khác tinh pizza tinh ấy vô tình nhâm nữa một tí pet nữa tục sặc cua nhâm về vô trứng nữa បាទបងបាទ tay ngày nắng là bỏ nhâm tinh mà tốt ăn khơi clean này ta clean mi gặp មីកំ bông ប៉ុង hay còn bố phụ mẹ mua tiết đại gì mỗi kia nó có đào trên tới ដើរទៅម៉ាត់ទិញមីកំប៉ុងញ៉ាំ năng này bây đã đào trên tới trên pi ở bật túc ICU nó đào tới tam phơi nó cứ kìm miên phơi rong mùi và hai chỉ pi mệt ấy còn nâng tới hay kìm miên cái lạnh cùi sòn khang trong tới hay bỏ phơi mấy ấp phơi thì phơi cứ phơi nơi trong phơi muối hay phơi nơi đảm phơi ní mùi chắc mà đây thà cả đá là ngật បាទ hay đào nó trong trên tận nào muối tha siêu đào từ cây siêu đào này tới đại sao phơi nó vì sưu đào tới bây ở bên cua miền ấy chứ á chẳng có đào tay cắt phơi nằng đây đại đào cắt lưu sầm lấy mà đừng dậy kia lưu sầm lấy mà đừng dậy kia chập đàm xua phụ mẹ mùi cái kia xua thang hay lưu ấy ót anh lưu mà lưu o vậy kia cho nè bây giờ nước không xả tây chứ đôi cái lạnh thưa còn cơ ấy mùi chứ phụ mẹ nhóm còn dậy đang cái thằng anh lưu đôi kia chẳng nghĩa chung quanh luôn cứ ăn niềm được biết là pin đạn nhau mày nơi phơi đào mùi nằng chập đáy cái cứ còn mót đài lườn đào từ pot lưu xử lý sỏi lưu xử là p để lưu xử lý sỏi năng phía phụ nhau bạn hiện nghệ caoอย่างcứ đào từ đằng trôi từ mốc mỏng đào từ đào trong mát chập đam vậy như thang hãy lưu đôi anh ớt mà đứa chán vậy kia phụ bạn trong tháng anh lưu đôi kia tại trong coi đã anh khai anh chập đáy rốt ngắn cứ p để lưu xử lý sỏi khangไอ้แจ๊สไลน์นึกไหลนึกเกิดมีไอ้ต่ออัดมีเหมือนเดิมบองโอนเนี่ยจึงงื้อกับกอดโจสปะจังเต้เพลิงพลื้สลงไอ้น้ำมุ้ยมองสปอร์ตนั่งให้มีนเนี่ยหน้าเกยตึงกุ้ยใหญ่ไซน์ไอ้นึกขนมตีเป็ดอัดมี បាទបងបាទ จังรำมุ้ยนั่งเรือเชือกได้พลื้สปอร์ตบอกว่าก่อนที่ใหญ่ซาเรียบมันก่อนเรื่องพลื้สปอร์ตดังเบียนั่งไงโดยใหญ่จังทามไปก็แล้วบางยังลือแต่ยังกระทายังสมัยยังแจกกระจานกระไอ้ปันไตดอกไปมันแหนเปียดลื้อโดยเนี้ยบางในทานังhai ទៅទាំងពីរហ្នឹងហើយ นังไงปีไอ้ตั้งปีไอ้ดอกไปยังบางในทากดไปคลาเพลย์เก่งกุยเล่นสบายเพลย์เก่งดาวเพลย์มาเชิงยังเกิดไตแต่มีไอ้จังเต้hai nam muốn chìm tí pet không បាទបង จนcáo aiนังทาchỉปกติอันหนาท่าอัดดังเตอร์หน้าจังเต้ก็กอดท่านะที่จะมาโรคบอกว่า បាទបង ไปคลาโดยยังเป็ดไงยังโรซี่ยังไปยกเกโรซี่โดยที่นี่ยัง បាទពេលថ្ងៃម៉ោងយើងទៅយក bà គេ จังเต้รอมviệc tìm mũi việc phơi đái tại chỗ đào mát nó cứ bà đừng rõm hay cùi tê hai cái này rồi admin một Israel tê cứ tê hai cái này bị nóng ở cái tranh màu xuông chừng ngữ admin nã cắt ấy này admin nã thật tốt nữa ấy này បាទ quật xuống từng óc nia đào pe trắng tê hai cái này ăn pi nã tiết đào tranh màu cái đào tranh màu cái quật mà đào phím quật tha tao chơi tao bình đào chơi luôn bánh quật tiết đào ập lên nè អាផ្លូវដែលបងជួបមុនណា bà nhóm tha ở tê đào phơi cái đào tê phơi thông tê phơi nắng tụi là rất mượt khơi cái tha cái miếng fla nhóm lư từ miếng fla ok miếng fla còn miếng tê còn tê đào phơi thông tê cắt cừu thì tê lư sầm rập trên lư cừu lư ấy tê mình sợi ấy gì đấy ở cái đăng tha miếng một đa បាទបងបាទ chẳng có sầm lại chất pi đã nắng cái tha ở tê chọn đào phơi nắng ấy nào muốn trên một bánh nắng mây ở đây là lầm phong chẳng một con thằng khải đa sai lại chẳng tới còn có pi nét đa từ nóng pi nét nhóm đa càng cày ấy cứ lươn làm mình pi nét con thằng này hải đa lươn mấy ở đây lươn thay một lướt mà mình cày lầm rồi lèn chẳng ta các bà mẹ lớn mấy bắt đa càng nồng có đã chèo to tại sai rất bằng bạc con thằng dục mình đa tới lư sầm lên mà được trao ơn con khang mình thấy trong cày đã cắt đó trong phới cứ lư sầm lên sao khăng chẳng phẹp con tới anh còn thằng chẳng ta ban 12 anh tranh tây អត់ដឹងគេហៅទៅជាមួយនេះនេះ តាមពិតក្នុងចិត្តគាត់ហ្នឹងគាត់គិតថាយើងហៅគាត់ទៅញ៉ាំអីអញ្ចឹងណាព្រោះអីពេលយប់ចឹងអាចនឹងឃ្លៀងអាចនឹងអីចឹងចាស់ចេញមកក៏អត់បានប្រាប់ពួកគាត់ដែរប្រាប់តែបងទៅអញ្ចឹងសិស្សតាដូចគ្នាយើងអត់បានប្រាប់ទេតែមួយទុកកម្លាំងគាត់នៅជួយអញ្ចឹងទៅអាហ្នឹងរឿងមួយទៀតដែលយើងបានជួបនៅមន្ទីរពេទ្យហ្នឹងអញ្ចឹងពីរឿងហ្នឹងនៅមន្ទីរពេទ្យហ្នឹងហ្មង បាទ អូ ជាក់ស្ដែង
ដូចដឹងស្រាប់ហើយគ្រប់មន្ទីរពេទ្យតែងតែមានកន្លែងសង្គ្រោះអាចមានមនុស្សអាចជាសះស្បើយដើរចេញត្រឡប់មកវិញហើយអ្នកខ្លះទៀតអាចនឹងគាត់បាត់បង់អាយុជីវិតនៅមន្ទីរពេទ្យអីចឹងទៅហើយអ្វីដែលសំខាន់គឺមន្ទីរពេទ្យចំណាស់ ទីពេទ្យចំណាស់ ហ្នឹងហើយចឹងអត់ប្រហែលថាមន្ទីរពេទ្យណាទេគាត់ថា តាមត្រូវបងគេចំណាស់តែរូបរាងតែអ្នកដែលបងឲ្យជួបហ្នឹងអត់ចំណាស់ អត់ទេ ខ្ចីអញ្ចឹងណា ពេលនៅពេលដែលកន្លងពេលដែលខ្ញុំចុះស្តាហ្នឹងគឺចាស់តែមន្ទីរពេទ្យមែនប៉ុន្តែឧបករណ៍អីផ្សេងៗគឺទំនើបខ្លាំងមែនទែន បាទបងបាទ អញ្ចឹងការព្យាបាលសើថាបើសិននៅផ្នែកផ្សេងៗអាចគាត់ព្យាបាលបានជឿសពឲ្យល្អខ្លាំងមែនទែនដោយសារតែនៅ ICU ដូចបងប្អូនបានដឹងស្រាប់ហើយថាជាផ្នែកមួយដែលទទួលបន្ទុកថែទាំអ្នកជំងឺដែល ធ្ងន់ធ្ងរ ធ្ងរបាទអ្នកខ្លះអាចមានគ្រោះថ្នាក់ចរាចរណ៍បាក់ដៃបាក់ជើងប៉ះទង្គិចខួរក្បាលអីចឹងទៅអ្នកខ្លះទៀតក៏មានជំងឺរ៉ាំរ៉ៃពីដើមមកអ្នកខ្លះទៀតក៏មានបញ្ហាអីផ្សេងៗជាច្រើនទៀតដែលតាក់ទងជាមួយនឹងសរីរាង្គកាយរបស់យើង បាទបង អញ្ចឹងនៅក្នុងហ្នឹងគឺមានច្រើនអ្នកជំងឺខ្លាំងមែនទែនអញ្ចឹងយើងអាចនឹងនិយាយថាបែបមិនទេថាគាត់ថាចែករំលែកអីដែលខ្ញុំបានជួបផ្ទាល់ បាទ គ្រាន់សាច់រឿងទី1យើងអត់សូវខ្លាចទេយើង ដោយសារតែបង ដោយសារតែគាត់មកអត់ទេរឿងទី1ដែលអ៊ំប្រុសអ្នកហ្នឹងបាទគាត់មកជាលក្ខណៈថាស្រស់ៗដូចមនុស្សទូទៅធម្មតាយើងអត់សូវមានចាប់អារម្មណ៍អីទេប៉ុន្តែអ្វីដែលចាប់សាច់រឿងទី2នេះគឺឮសំឡេងតែអត់ឃើញទេ បាទ អញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់យើងវាកាន់តែភ័យ អត់ភ័យបងកដាយប់ម៉ោង1ម៉ោង2 តែជាទូទៅពួកខ្ញុំធ្វើចិត្តបានដោយសារអីដោយសារតែអាចនឹងគិតថាវាស៊ាំ បាទ ហើយអីដែលជាក់ស្ដែងមួយទៀតសំឡេងដូចគ្នានៅកន្លែងដែលខ្ញុំធ្វើការដូចគ្នានៅកន្លែងដែលខ្ញុំចុះស្តាដូចគ្នា បាទ ម៉ោងសម្រាប់ដូចគ្នាម៉ោងសម្រាប់អីតែគាត់ថានៅក្នុងបន្ទប់ដែលយើងសម្រាប់ភាគច្រើនគឺអាចជាសាលប្រជុំឬក៏បន្ទប់សម្រាប់ផ្សេងៗអញ្ចឹងពេលដែលសិស្សច្រើនគឺយើងចូលទៅសម្រាប់នៅក្នុងបន្ទប់ប្រជុំហ្នឹងហើយ បាទសម្រាប់ជុំគ្នាមែន បាទជុំគ្នាអញ្ចឹងនៅក្នុងហ្នឹងមានទាំងប្រុសមានទាំងស្រីមានទាំងដុកទ័រមានទាំង nurse មានទាំងគ្រូពេទ្យដែលគាត់ប្រចាំការនៅហ្នឹងជាមួយនឹងសិស្ស star ដូចគ្នានៅហ្នឹងច្រើនអញ្ចឹងនៅក្នុងបន្ទប់ថ្ងៃហ្នឹងប្រហែលជាគ្នាចូល8 9នាក់ហើយអញ្ចឹងគាត់ទៅរៀបប៉ាអ៊ីដាក់ស្មើគ្នាដើម្បីសម្រាប់ព្រោះអីម៉ោង2ម៉ោង3ហើយខ្ញុំថ្ងៃហ្នឹងអត់បានយកប៉ាអ៊ីទៅទេហើយក៏អត់បានត្រៀមឲ្យដែររាល់ដងគេនៅក្នុងបន្ទប់ខាងមុខគឺមានក្រេសម្រាប់គ្រូពេទ្យដែលគាត់ជាពេទ្យប្រចាំការផ្ទាល់នៅហ្នឹងយើងអាចសម្រាប់បានតែដល់ពេលថ្ងៃហ្នឹងមានអ្នកមកជួយច្រើនមិនន័យថាសិស្ស star មកច្រើនហើយគ្រូពេទ្យក៏គាត់នៅនឹងច្រើនអញ្ចឹងអត់មានកន្លែងសម្រាប់ក៏ទៅបន្ទប់ប្រជុំខាងក្រោយទាំងនៅក្នុងបន្ទប់ប្រជុំខាងក្រោយហ្នឹងក៏មិនមែនតែខ្ញុំតែឯងដែរមានគ្នាច្រើនណាស់តែយើងអត់មានកន្លែងគេងយើងក៏គេងនៅលើកន្លែងឡាបូលាងដៃហ្នឹងគឺវាប្រហែលជា1ម៉ែត្រកន្លះ1ម៉ែត្រជាងអីហ្នឹងមកគេងបានមកខ្លួន បាទកិច្ចបានមកខ្លួនអញ្ចឹងអស់កន្លែងនេះធ្វើមិនត្រូវតម្រេតខ្នងព្រោះអីយើងឈរយើងអង្គុយយើងជាបាលអ្នកជំងឺវាច្រើនដែរវាតាំងពីម៉ោង5ល្ងាចមកអញ្ចឹងណា បាទ អញ្ចឹងក៏រៀងអស់ខ្យល់ដែរក៏តម្រេតខ្លួននៅលើអាឡាបូហ្នឹងឯងនៅចិត្តកន្លែងឡាបូលាងដៃហ្នឹងបិទភ្នែកបានជាប្រហែលជា10នាទីអត់តន់ទាំងគេងស្កប់ផងមានការប្រកបតន្ត្រីមួយកាត់ឡើង អូលេងឈុតធំ ទាំងដែលពេលដែលខ្ញុំចូលហ្នឹងចូលអាពេលដែលមានការប្រកបតន្ត្រីហ្នឹងអាចប្រហែលជាខ្ញុំចូលនៅនឹងបានប្រហែលជា2ខែឬក៏2ខែជាងហើយចិត្តត្រូវផ្លាស់វេនហើយដោយសារនៅហ្នឹងមកយើងត្រូវបដូរវេនគឺ3ខែយើងបដូរមន្ទីរពេទ្យម្ដង អូគេមាន schedule ត្រឹមត្រូវ បាទមាន schedule បាទ អញ្ចឹងមិនបើខ្ញុំថាប្រកបតន្ត្រីបានន័យថាឬគឺជ្រឿងសបាយអើងកមនុស្សគ្នាច្រើនណានៅជាប់បន្ទប់គ្នាហ្នឹង ទៅច្រៀងសប្បាយក្នុងមន្ទីរពេទ្យ បាទទាំងដែលជាក់ស្ដែងកន្លែងហ្នឹងគឺសាលខ្មោចសាលដែលគេតម្កល់សពគឺនៅជាប់អញ្ចឹងគ្នាហ្នឹងហ្មង យ៉ា ហើយអារម្មណ៍ពេលហ្នឹងយើងលេងសូវខ្លាចទេតែសិស្សប្អូនផ្សេងដែលគាត់នៅហ្នឹងគាត់ខ្លាចគាត់លឺគាត់កេះគ្នាល្ងើខ្ញុំក៏លឺតែអូលឺគេច្រៀងគេថាលឺគេច្រៀងទៀតហើយពិសេសស្រីហើយចុះ star ជុំគ្នាហ្នឹងស្រីគេថាគេច្រៀងទៀតហើយក៏គាត់គេងអោបគ្នាឡើងល្មួលពេញហ្នឹងឯងស្រីហើយខ្ញុំនៅលើហ្នឹងខ្ញុំមានអារម្មណ៍ថាហត់អស់កម្លាំងខ្ញុំក៏ស្រែកថា
បងប្អូនអើយឲ្យគ្នាសម្រាប់ខ្លះទៅខំជួយជាបាលហត់អស់កម្លាំងហើយឥឡូវដូរវេនសុំសម្រាប់ខ្ញុំស្រែកតែប៉ុណ្ណឹងក៏ស្ងាត់ បាទ ស្ងាត់ជ្រាបហើយព្រលឹមឡើងបងប្អូនសិស្សប្អូនទាំងអស់គ្នានឹងដែលនៅក្នុងបន្ទប់សម្រាប់ជុំគ្នាមួយបងហ្នឹងក៏គាត់ថាយប់មិញរត់សាហាវរត់ហ៊ានតវ៉ាមួយខ្មោចខ្ញុំអារម្មណ៍ខ្ញុំថាមានណាបងមានតវ៉ាណាគ្រាន់យើងនិយាយចោលយើងសុំគាត់ថាដោយសារតែយើងហត់ដែរយើងព្យាបាលអ្នកជំងឺម្នាក់អស់កម្លាំងហើយដល់ពេលគាត់មកប្រគំតន្ត្រីយើងស្ដាប់ទៀតយើងគេមិនលក់អត់បានឯណាមួយគ្នាសិស្សប្អូនមកក្រោយៗគាត់អត់ដែរបានជួបរឿងបែបហ្នឹងទេអញ្ចឹងក៏យើងនិយាយប៉ុណ្ណឹងទៅក៏ស្ញាប់វិញទៅនឹងអីដែលខ្ញុំជួបនៅមន្ទីរពេទ្យមួយនឹងអូខេបងហើយចាស្រាញរឿងច្រើនណាស់ដែលខ្ញុំឃើញខ្ញុំជួបតែគាត់ថាអាហ្នឹងជារូបភាពសម្លេងជាអីផ្សេងតែអាហ្នឹងដូចខ្ញុំនិយាយចឹងថាជារឿងអីដែលខ្ញុំបានជួបហើយខ្ញុំមកចែករំលែកតែប៉ុណ្្នឹងឯងហើយមួយវិញទៀតសម្រាប់ការជឿឬមិនជឿអានឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងការ live របស់យើងតាមពិតទៅយើងប្រើការស្ដាប់យើងជឿដោយវិចារណញ្ញាណបងបាទខ្ញុំជឿថាបងប្អូនខ្លះក៏បានជួបដោយប្រយោលអ្នកបងប្អូនខ្លះទៀតក៏មិនធ្លាប់ជួបបងប្អូនខ្លះទៀតក៏គិតថាខ្ញុំនិយាយទៅវាកុហកអីចឹងណាតែអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាសុទ្ធសឹងតែជាការពិតដែលខ្ញុំបានធ្លាប់ជួបបាទបងបាទហើយតែពិតមានរឿងច្រើនទៀតយើងចែករំលែកទៀតបាទតែឥឡូវខ្ញុំចង់សួរទៅដំវិញថាបាទដំដែលជួបហេតុការណ៍បែបហ្នឹងសម្រាប់ខ្ញុំហេតុការណ៍សលេងយើងជួបដែរបងតែបើរូបភាពហ្មងនៅស្រស់ដូចបងរឿងទី1របស់បងអញ្ចឹងវាអត់ដែរទេបងស្រស់តែបើសម្រាប់សលេងអីយើងជួបអូខេបាទហ្នឹងហើយទស្សនិកជនដែលកំពុងទស្សនាក៏គាត់នឹងអាចត្រឡប់ទៅមើលអេពីសូតទី1របស់ដំដែរអេពីសូតទី1ជាភ្ញៀវកិត្តិយសឥឡូវកាត់ MC វិញMC អូខេខ្ញុំនៅតែ mention មួយតែសម្រាប់បងប្អូនទាំងអស់គ្នាសូមជឿដោយវិចារណញ្ញាណរបស់បងប្អូនទាំងអស់គ្នាហើយមួយវិញទៀតបាទយ៉ាងនេះខ្ញុំឃើញដែរដូចព្រឹកមិញឬក៏ម្សិលមិញឯងព័ត៌មានដែលបងប្រុសម្នាក់គាត់បានធ្វើវីដេអូតាក់ទងជាមួយនឹងនិយាយរឿងខ្មោចនៅកន្លែងនេះកន្លែងនោះទាំង dimension ចំអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ស្ថាប័នរបស់គេអីផ្សេងតាក់ទងជាមួយនឹងការរស់ស៊ីអីផ្សេងអញ្ចឹងបើសិនជាបងប្អូនដែលអាចនិយាយថាធ្វើវីដេអូនិយាយពីរឿងអីចឹងអាចនឹងសុំ keep privacy សម្រាប់ location របស់គាត់ផងហ្នឹងឯងបងហ្នឹងឯងជាក់ស្ដែងដូចយើងបានដឹងថាស៊ីមីរបស់យើងកំពុងតែទទួលបានភ្ញៀវទេសចរត្រឡប់មកវិញហើយមួយទៀតសេដ្ឋកិច្ចរបស់យើងកំពុងតែដើរវិញដូចគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកដែលផលិតមាតិកាឬក៏អ្នកដែលនិយាយរឿងខ្មោចដូចយើងទាំងអស់គ្នាដែលកំពុងតែនិយាយនេះគឺព្យាយាមរក្សាជាមួយនឹង privacy សម្រាប់ទីតាំងផ្សេងៗដែលយើងបានជួបដូចនៅតាមផ្លូវតាមអីពេលខ្លះជាផ្លូវដែលជិះទៅធម្មតាដែលយើងគិតថាសាមញ្ញធម្មតាប៉ុន្តែនៅកន្លែងហ្នឹងវាអាចនឹងមានហេតុការណ៍ផ្សេងកាត់ឡើងជាច្រើនដែលយើងអត់ដឹងអញ្ចឹងអ្នកខ្លះអាចជួបអ្នកខ្លះមិនអាចជួបប៉ុន្តែយើងមិនអាចនិយាយចឹងហើយធ្វើឲ្យអ្នកដែលមានជំនឿគឺគាត់ជឿហើយគាត់អត់ហ៊ានជិះផ្លូវហ្នឹងទេហ្នឹងបងហ្នឹងហើយអញ្ចឹងវាបែបហ្នឹងអញ្ចឹងបើសិនជានៅសុកចឹងទៅប្រាប់ថាផ្លូវមួយនេះយើងជួបអញ្ចឹងអ្នកដែលគាត់ជឿលើអបិយជំនឿខ្លាំងគឺគាត់អត់ហ៊ានជិះផ្លូវហ្នឹងហ្មងហ្នឹងឯងបងបាទជាក់ស្ដែងផ្លូវទៅផ្ទះគាត់ត្រឹមតែ5នាទីដល់ហើយគាត់ជិះវៀងរហូតដល់5នាទីឬ20នាទីអញ្ចឹងទី1ខាត់ពេលវេលាទី2អាចនឹងមានបញ្ហាផ្សេងដែលយើងមើលអត់ដឹងអញ្ចឹងអានឹងជាការសំណូមពរពីខ្ញុំទៅវិញអញ្ចឹងសង្ឃឹមថាបងប្អូនដែលជាអ្នកផលិតមាតិកាឬក៏និយាយពី topic រឿងខ្មោចឬក៏អមនុស្សអីផ្សេងសង្ឃឹមថានឹងយកយល់ហើយទទួលយកអីដែលយើងធ្លាប់ជួបប៉ុន្តែកុំចែករំលែកអ្វីដែលយើងធ្លាប់ជួបអាហ្នឹងទៅនិយាយឲ្យកន្លែងហ្នឹងទៅជារឿងហេតុផលដែលអាក្រក់ធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនរបស់យើងស្ដាប់ហើយគាត់អត់ហ៊ានទៅកន្លែងហ្នឹងទៀតហ្នឹងបងធ្វើអញ្ចឹងខូចប្រយោជន៍បាទយើងខូចប្រយោជន៍រួមបាទប្រយោជន៍រួមជាក់ស្ដែងដូចខ្ញុំនិយាយចឹងថាមន្ទីរពេទ្យអាចបណ្ដុះបណ្ដាលពេទ្យរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅក្នុងមួយឆ្នាំអញ្ចឹងក៏អាចជួយសង្គ្រោះមនុស្សរាប់ពាន់រាប់ម៉ឺនអ្នកនៅក្នុងមួយឆ្នាំបាទបងបាទហើយក៏ទទួលបានភាពសោកសៅនៃការបាត់បង់អាយុជីវិតរបស់
បងប្អូនអ្នកជំងឺក៏ច្រើនដែរអញ្ចឹងវាជា life cycle របស់យើងដែលយើងកាត់ចាស់ឈឺស្លាប់យើងកើតយើងធំយើងត្រូវរៀនយើងត្រូវទទួលយកបទពិសោធន៍អីផ្សេងពីអ្វីដែលយើងត្រូវទទួលអញ្ចឹងវាអាចជាពេលដែលពាក្យដែលយើងនិយាយចឹងទៅវាអាចជាអាវុធមុខពីរដែលធ្វើឲ្យកន្លែងមួយហ្នឹងដំណើរការឬមិនដំណើរការវាអាចមានវាធ្វើឲ្យខាត់បង់ធនធានខាត់បង់សេដ្ឋកិច្ចខាត់បង់អីច្រើនខ្លាំងមែនទែនវាមានទាំងគុណវិបត្តិនិងគុណសម្បត្តិបាទប៉ុន្តែបើសិនបងប្អូននិយាយសូមដូចនិយាយមួយសារទៀតថា common sense ទីតាំងជាក់លាក់បាទបងប្អូនធ្លាប់ជួបតែប៉ិតខ្ញុំមានរឿងមួយរឿងពីររឿងទៀតដែរតែចង់ឲ្យដំសម្រួលអារម្មណ៍ទៅលើសម្រាប់បងប្អូនទស្សនិកជនទាំងអស់គ្នាដែរថាតែប៉ិតទៅស្ដាប់ខ្ញុំនិយាយច្រើនពេកអាចនឹងគិតថាខ្ញុំនិយាយរឿងច្រើនពេកអីចឹងទៅអាចនឹងធុញអីចឹងណាអត់អីទេបងយើងនិយាយតទៅដោយសារភាគច្រើនប្រិមិត្តរបស់ពួកយើងក៏គាត់ចូលចិត្តស្ដាប់អាចនឹងស្ដាប់ទៅគាត់លងគាត់អាចនឹងដែតដងតាមរបស់បងអីចឹងណាបងអូខេខ្ញុំឃើញមានការ comment មួយចំនួនពីបងប្អូនដែលខ្ញុំបាន share ចឹងទៅគាត់ថាគាត់ចង់ដឹងគាត់ស្ដាប់គេច្រើនហើយគាត់ចង់ដឹងពីខ្ញុំចេញទៅវិញដោយសារថាយើងពីអ្នកខេត្តសៀមរាបអីចឹងតែគាត់ថាអ្នកណាដែលគាត់អាចនឹងនិយាយថាគាត់អាសានឹងជួបអាចនឹងអាសាជួបច្រើនជាងខ្ញុំទៀតគាត់ថាបានដែរដូចចាក់ស្ដែងដូចបងដែលគាត់បូជាសពដូចតាអាចារ្យភ្លុកដូចអីផ្សេងពួកគាត់ច្រើនណាស់មិនមែនត្រឹមតែបាទមិនមែនត្រឹមតែខ្ញុំជាអ្នកខេត្តសៀមរាបខ្ញុំសង្ឃថាអ្នកនៅជុំវិញប្រទេសកម្ពុជាឬក៏ទូទាំងពិភពលោកអ្នកដែលមានអាចនិយាយថាបើខ្មែរយើងតែនិយាយថាកញ្ចៅឃើញខ្មោចឬក៏ភ្នែកឆ្កែអញ្ចឹងណាបាទអាចនឹងឃើញពួកគាត់អីចឹងទៅបាទអញ្ចឹងបើសម្រាប់ពីខ្ញុំវិញខ្ញុំគ្រាន់តែចែករំលែកអ្វីដែលខ្ញុំបានជួបឯងគាត់ថាអីដែលខ្ញុំជួបនេះគឺសុទ្ធសឹងតែជារឿងដែលខ្ញុំឃើញផ្ទាល់ហើយមួយវិញទៀតមិនប្រកាសថាអ្នកស៊ីមរៀបសិតតែអ្នកឃើញខ្មោចទេហ្នឹងមិនដឹងអ្នកនេះផ្សេងគ្នាបងមានកញ្ចៅឃើញខ្មោចឥឡូវខ្ញុំបន្តមករឿងទៀតដែលរឿងពិតដូចគ្នាបាទបងតែជាសម្លេងដូចគ្នាអូបន្ទាប់ពីខ្ញុំរៀនចប់ខ្ញុំបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2017អញ្ចឹងខ្ញុំត្រឡប់មកសៀមរាបវិញពេលដែលខ្ញុំត្រឡប់មកសៀមរាបវិញខ្ញុំបានចូលធ្វើការនៅក្នុង clinic មួយកន្លែងហើយពេលដែលចូលធ្វើការហ្នឹងគឺរលូនធម្មតាតែចាប់ផ្ដើមពីយើងចប់ probation យើងត្រូវការធ្វើការពេញម៉ោងហើយយើងត្រូវមានយាមយប់ដូចគ្នាបាទហើយការយាមយប់ហ្នឹងពេលធ្វើការនៅ clinic វាមិនសូវប្រហែលទេវាអត់សូវរបៀបថាសម្បូរអ្នកជំងឺចេញចូលពេលយប់ទេតែថ្ងៃហ្នឹងខ្ញុំអស់ខ្យល់ធ្វើការពីថ្ងៃរឿងហត់ហើយមកដល់ផ្ទះញ៉ាំបាយហើយក៏ត្រឡប់ទៅ clinic វិញអញ្ចឹងពេលដែលទៅដល់ភ្លាមអស់កម្លាំងគេងតាំងពីម៉ោង8យប់បងបាទ8ល្ងាចអញ្ចឹងបាទហើយបងនៅខាងមុខខាង receptionist គាត់នៅធ្វើការធម្មតាហើយក៏បានតាមផ្ញើមួយគាត់ដែរថាបងបើសិនជាមានអ្នកជំងឺចូលមកបងឯងជួយដាស់ខ្ញុំមុនផងព្រោះខ្ញុំអស់កម្លាំងអញ្ចឹងខ្ញុំសុំគេងបន្តិចសិនគាត់អត់បានដាស់យើងទេតែមានអ្នកផ្សេងគាត់មកដាស់យើងទាំងដែលជាក់ស្ដែងនៅពេលដែលខ្ញុំយាមហ្នឹងគឺមានដុកទ័រម្នាក់nurse ម្នាក់ nurse ហ្នឹងជាខ្ញុំហើយreception ម្នាក់នៅខាងមុខអញ្ចឹងប្រចាំការ3នាក់បាទ3នាក់ដោយសារតែ clinic យើងទូចដែរអញ្ចឹងអត់ត្រូវការអ្នកប្រចាំការច្រើនទេបាទបងបាទពេលដែលខ្ញុំគេងកំពុងតែស្កប់ខ្លាំងមែនទែនហើយម៉ាស៊ីនត្រជាក់ខ្ញុំចិត្តបើកត្រជាក់គេងត្រជាក់ស្រួលអញ្ចឹងគេងស្រួលម៉ាស៊ីនត្រជាក់ខ្ញុំបើក16ហើយខ្ញុំឃ្លុំភួយបើកត្រជាក់តែឃ្លុំភួយបាទចិត្តត្រជាក់ហើយតែត្រជាក់គឺឃ្លុំភួយត្រជាក់បែបកក់ក្ដៅបាទត្រជាក់បែបកក់ក្ដៅហើយខ្ញុំគេងនៅក្នុងបន្ទប់ដែលខ្ញុំ stand by ហ្នឹងគឺខ្ញុំគេងតែឯងដូចគ្នាបង reception គាត់នៅខាងមុខដុកទ័រគាត់នៅបន្ទប់របស់គាត់បាទមកស្ទុះរបៀបថាដូចគាត់ដឹងថាមានអ្នកជំងឺចូលមកអញ្ចឹងគាត់ទាញភួយខ្ញុំទឹកបាត់ហ្មងទាញភួយយកខ្ញុំទៅដល់ទ្វារអីខ្ញុំក៏គិតថាប្រហែលជាបងបញ្ញាហ្នឹងគាត់ទីសឹកនៅមុខខ្ញុំគិតថាប្រហែលជាគាត់មកលេងអញ្ចឹងណាបាទខ្ញុំក៏ស្រែកថាបងមួយថ្ងៃលេងអីចឹងឯងខ្ញុំភ្ជាក់ឡើងកត្រាក់តែអត់លឺមាត់កឲ្យទៀតទេដោយសារតែទ្វារបន្ទប់របស់ខ្ញុំហ្នឹង
វាបិទចិត្តប៉ុន្តែមានផ្លូវចូលមួយទៀតមានទ្វារមួយទៀតនៅខាងមុខនឹងបានន័យថាបន្ទប់ហ្នឹងពីរជាប់គ្នាប៉ុន្តែមានទ្វារកណ្ដាលយើងធ្វើខាន់តពាក់កណ្ដាលឯពាក់កណ្ដាលទៀតគឺយើងទុកផ្លូវដើរពីបន្ទប់មួយទៅបន្ទប់មួយបាទខ្ញុំក៏ស្រែកចឹងហើយណាមួយឃើញទ្វារខាងហ្នឹងចំហទៀតខ្ញុំគិតថាអូបងបញ្ញារត់លឿនណាដោយសារតែផ្លូវកន្លែងហ្នឹងវារៀងធំទលាយដែរវាអាចរត់2ជំហាន3ជំហានអីចេញទៅក្រៅទ្វារបាត់ចឹងទៅខ្ញុំគិតចឹងបន្ទាប់ពីនិយាយចឹងហើយក៏ឡើងមកលើក្រេវិញឡើងមកលើក្រេគេងវិញហើយយកភួយមកដណ្ដប់ដូចគ្នាតែគាត់ស្រែកហ្មងហើយដេកមែនអត់មើលជំងឺចូលទេខ្ញុំភ្ញាក់ទៀតខ្ញុំថាចំសលេងមិនមែនសលេងបងបញ្ញាខ្ញុំមិនដឹងថាសលេងណាគេពេលដែលខ្ញុំដើរចេញទៅគឺបងបញ្ញាគាត់អង្គុយនៅតុកំពុងតែសរសេរ receipt ខ្ញុំសួរថាបងមកឲ្យដើរស្រែកហៅខ្ញុំមែនគាត់ថាអត់ទេគាត់ឆ្លើយអត់ទេមួយខ្ញុំហើយគឺគាត់អត់និយាយអីជាមួយយើងហ្មងគាត់ថាខ្ញុំថាមិនសលេងមនុស្សប្រុសសលេងរៀងចាស់ហើយដើរចូលមកហៅខ្ញុំប្រាប់ថាឯដេកម៉េះអត់មើលជំងឺទេអីពេលដែលខ្ញុំដើរទៅប្រាប់គាត់អញ្ចឹងហើយគឺអ្នកជំងឺចូលមកបានន័យថាគាត់ដឹងថាអ្នកជំងឺចូលមកអញ្ចឹងឲ្យយើងត្រៀមខ្លួន stand by ចាំទទួលអ្នកជំងឺបាទបងបាទហើយខ្ញុំក៏អត់បានគិតអីច្រើនដែរព្រលឹមឡើងពេលដែលរៀបចេញមកផ្ទះបងបញ្ញាក៏បានប្រាប់ខ្ញុំថាសង្ស័យអ៊ំម្ចាស់ផ្ទះដោយសារតែប្រពន្ធគាត់នៅខាងក្រោយនៅតែឯងទេផ្ទះគាត់នៅខាងក្រោយផ្ទះclinic របស់យើងនៅខាងមុខហ្នឹងហើយប្តីគាត់ស្លាប់ហើយប្តីគាត់ស្លាប់យូរហើយបងបញ្ញាគាត់អាចនឹងជួបរឿងហ្នឹងដែរតែគាត់អត់និយាយអីមួយដោយសារគាត់ខ្លាចតែយើងខ្លាចបាទតោះស្អែកប្រាប់ស្អែកឡើងពេលព្រឹករៀបចេញមកហ្នឹងវាបដូរវិញគ្នាគាត់ប្រាប់ថាតែជាអ៊ំម្ចាស់ផ្ទះខ្ញុំថានឹងដឹងបងសំលេងចាស់ហើយរឿងធ្ងន់ណាស្រែកឡើងពេញតិចខ្ញុំហ្មងស្រែកថាហើយដេកមែនអត់មានមើលជំងឺទេហើយខ្ញុំនិយាយមួយគាត់ចឹងហើយខ្ញុំក៏ថាមានអីទេបងចង្កាគាត់ខ្លាចជាងគេងជ្រុលចឹងទៅអត់បានមើលជំងឺអញ្ចឹងណាគាត់អ្នកនៅមើលថែកន្លែងហ្នឹងគាត់ដឹងថាអ្នកណាចេញចូលអីចឹងទៅហ្នឹងហ្មងអញ្ចឹងគាត់ដឹងរឿងមុនយើងណាបាទអញ្ចឹងទៅគាត់ជួយដាស់យើងកុំឲ្យយើងគេងជ្រុលអីចឹងទៅបាទខ្លាចយើងគេងលងប៉ុន្តែមួយរឿងដែលខ្ញុំសួរគាត់ទៀតខ្ញុំសួរថាបងឯងទៅទាញភួយខ្ញុំមែនគាត់ថាអត់ទេបងអត់ដឹងទេអញ្ចឹងខ្ញុំគាត់ថាអូប្រហែលជាអ៊ំហីអញ្ចឹងក៏អត់បាននិយាយច្រើនទេហើយមនុស្សខ្ញុំអាចនិយាយថារឿងអុចធុកអុចទៀនហ្នឹងខ្ញុំអត់សូវទេខ្ញុំអត់សូវចំណូលនឹងអុចទេប៉ុន្តែបើសិនជាហេតុការណ៍ផ្សេងខ្ញុំអាចនឹងនិយាយដោយមកតទេខ្ញុំប្រាប់ថាកូនចៅប៉ះពាល់អីឬក៏ធ្វើខុសកន្លែងណាមេត្តាខន្តីអភ័យទោសព្រោះឲ្យកូនចៅអត់ដឹងទេពេលខ្លះទង្វើខ្លះការងារខ្លះធ្វើទៅយើងអត់ដឹងខ្លួនយើងខុសទេអញ្ចឹងក៏បាននិយាយអញ្ចឹងទៅក៏ធ្វើការឲ្យរលូនអត់ដែលមានបញ្ហាអីទៀតទេហើយខ្ញុំធ្វើបានមួយរយៈហ្នឹងគឺខ្ញុំឈប់បាទបងបាទហើយខ្ញុំឈប់ហ្នឹងមិនមែនដោយសារតែគាត់ទេខ្ញុំឈប់ដោយសារតែខ្ញុំមានការងាររបស់ខ្ញុំខាងក្រៅដូចជាផលិតមាតិកាហើយទៅធ្វើ MC ធ្វើអីផ្សេងៗអញ្ចឹងទៅអញ្ចឹងយើងអាចរកចំណូលបានច្រើនជាងនៅកន្លែងមួយហ្នឹងអញ្ចឹងទៅក៏យើង skip នៅកន្លែងការងារមួយហ្នឹងហើយតាំងពីហ្នឹងមកក៏ខ្ញុំឈប់ធ្វើការនៅ clinic ហ្នឹងទៅហើយក៏ឈប់មិនឈប់ធ្វើការនៅ clinic ហ្នឹងគឺយើង skip ជំនាញពេទ្យរបស់យើងចោលអញ្ចឹងយើងអាចនឹងធ្វើអីផ្សេងអញ្ចឹងទៅយើងរកជំនាញថ្មីមួយទៀតមិនជំនាញថ្មីហ្នឹងអាចនិយាយថាអាចនឹងថាជាមុខរបររបស់យើងអញ្ចឹងទៅហ្នឹងហើយរឿងរបស់ខ្ញុំវាច្រើននៅមានច្រើនទៀតបាទតែឥឡូវសុំញ៉ាំទឹកដូចសិនអញ្ចឹងប្រិយមិត្តយើងទាំងអស់គ្នាបាទពេលនេះបងគាត់និយាយមិញដល់រឿងទីប៉ុន្មានបងដល់ទី3បាទរឿងទី4បាទរឿងទី4នឹងសុទ្ធសឹងតែជារឿងទី2ទី3ទី4ហ្នឹងសុទ្ធសឹងតែជាសម្លេងឯងបាទសុទ្ធតែសម្លេងហើយជារឿងដែលគាត់ជួបផ្ទាល់នៅពេលដែលគាត់ចុះទៅកម្មសិក្សាក៏ដូចជាពេលដែលគាត់ចុះការរឿងនឹងចេញធ្វើការដែរហើយរឿងសុទ្ធតែនៅក្នុងមន្ទីរពេទ្យតាមពិតដូចនិយាយចឹងខ្ញុំមិននិយាយផ្អើលអ្នកទាំងអស់គ្នាដែលកំពុងទៅទស្សនាហ្នឹងទេថាពេលខ្លះយើងឈឺយើងត្រូវទៅពេទ្យហើយយើងកុំគិតអីច្រើនពេកពេលខ្លះអារម្មណ៍របស់យើងគិតច្រើនវាតែតែសម័យនឹងឃើញហ្នឹងបងអញ្ចឹងអារូបភាពមួយចំនួនដែលយើងគិតនៅក្នុងខួរក្បាលរបស់យើងវាធ្វើឲ្យយើងឃើញនឹងភ្នែកដែរបាទយើងចេះតែសម័យហើយពេលខ្លះអាចនឹងគេយល់សពថាអូអញ្ចេះអញ្ចឹងដោយការពិតអីចឹងទៅពេលខ្លះយើងព្យាយាមទទួលយកអីដែលជាការពិតយើងពេលខ្លះអាចនឹងស្ដាប់ខ្ញុំហើយក៏វត្តចោលក៏បានអាចនិយាយថាគ្រាន់តែជាការនិយាយកុហករបស់ខ្ញុំអីចឹងទៅ
អញ្ចឹងកុំបើសិនជាស្ដាប់ហើយជឿខ្លាំងពេកអាចនឹងធ្វើឲ្យសម័យអីផ្សេងខ្លាំងអញ្ចឹងទៅហើយមួយវិញទៀតខ្ញុំនៅបញ្ជាក់ដែរថានឹងជារឿងអីដែលខ្ញុំជួបទេมันប្រកាសថាអ្នកដែលធ្វើការនៅមន្ទីរពេទ្យឬក៏អ្នកចូលមន្ទីរពេទ្យទាំងអស់គាត់ជួបរឿងអីដែលខ្ញុំបានជួបនឹងទេបាទអញ្ចឹងអាចនឹងនិយាយថាយើងមានកាយនឹងឃើញយើងភ្នែកចេះភ្នែកចោះអញ្ចឹងទៅអញ្ចឹងវាអាចនឹងឃើញតែពេលខ្លះឥឡូវដូចអញនិយាយថាជាភាពសាមញ្ញរបស់យើងមួយអញ្ចឹងប៉ុន្តែតាំងពីខ្ញុំជួបមួយរឿងចុងក្រោយដែលជារឿងធំខ្លាំងមែនទែនសម្រាប់ជីវិតរបស់ខ្ញុំឈប់ឃើញអីទាំងអស់មកដល់រងថ្ងៃនេះខ្ញុំឈប់ឃើញអីទេអត់ដែលឃើញអីទេយើងបាត់កាយនឹងបងគីឡូពីក្មេងយើងដល់អាយុមួយដែលវាត្រូវបាត់ណាបងហ្នឹងហើយអាចថាអញ្ចឹងបានតែអាហ្នឹងតែរឿងមួយរឿងទៀតនេះខ្ញុំអត់ចង់និយាយខ្ញុំមានអារម្មណ៍ថានិយាយទៅយើងប៉ះអារម្មណ៍ខ្ញុំខ្លាំងបាទបងបាទតែគាត់ថាខ្ញុំដោយសារតែវាពាក់ព័ន្ធជាមួយនឹងពួកម៉ាក់របស់ខ្ញុំម្នាក់អញ្ចឹងទៅបងនិយាយឲ្យប៉ះពាល់អារម្មណ៍អត់អីទេបងខ្ញុំអាចនឹង share មួយរឿងទៀតបាទតាក់ទងជាមួយនឹងការប្រាប់ដែរតែយើងអត់ស្ដាប់បែបឌឺគេមិនឌឺទេតែគាត់ថាមកពីយើងបាត់បង់ស្មារតីរបស់យើងខ្ញុំបានទៅជប់លៀងជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់ជាកាប៊ីនគ្រូធម្មតាកាប៊ីនគ្រូពេលដែលគេធ្វើដំណើរទៅខេត្តមួយឬក៏គេទៅឡែននៅពេញគេមានកន្លែងសម្រាប់កាប៊ីនគ្រូគេនៅហ្នឹងសម្រាប់កាប៊ីនគ្រូដែលមិនមែនជាអ្នកស្នាក់នៅភ្នំពេញអញ្ចឹងទៅគេមានកន្លែងសម្រាប់ស្នាក់នៅបាទពេលដែលគាត់ឡែននៅសៀមរាបគេមានអតែលមួយសម្រាប់ឲ្យស្នាក់នៅឬក៏ជាលក្ខណៈផ្ទះល្វែងអីចឹងទៅគេជក់ដាច់សម្រាប់ឲ្យកាប៊ីនគ្រូពេលដែលគាត់ចូលមកឡែននៅសៀមរាបគាត់បាននៅគេអញ្ចឹងណាបាទហើយល្ងាចហ្នឹងក៏មានparty ជុំគ្នាដោយសារតែខានជុំគ្នាយូរផងហើយពួកគាត់មករយៈមុនហ្នឹងគឺគាត់ហោះមុនកូវីដណាគាត់ហោះច្រើនខ្លាំងមែនតើអញ្ចឹងកម្រនឹងបានជួបបាទអញ្ចឹងងាកកូរ៉េងាកវៀតណាមងាកចិនងាកជប៉ុនអីចឹងទៅយើងអារម្មណ៍មួយយើងគិតថាយើងចង់ទៅស្ដាប់មើលពួកគាត់ថាពេលដែលគាត់ហោះហ្នឹងវាអារម្មណ៍មិនដែរហើយហោះច្រើនអញ្ចឹងហត់អត់មួយទៀតអារម្មណ៍របស់យើងពេលហ្នឹងយើងចង់ខ្លាចជាកាប៊ីនគ្រូដែរចង់មានជំនាញច្រើនអញ្ចឹងណាដោយសារតែឃើញកាប៊ីនគ្រូគឺគាត់តែងខ្លួនមកសង្ហាស្អាត clean មកហ្មងហើយពេលដែលហោះម្ដងមានអារម្មណ៍ថាឃើញគាត់ថតផលមកលយហ្មងនៅលើមេឃលយហ្មងតែពេលដែលទៅហ្នឹងគឺshare experience អីផ្សេងគាត់និយាយហត់គាត់ទៅនេះទៅនោះអញ្ចឹងទៅពេលដែលយើងទៅហ្នឹងឡែននៅហ្នឹងមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅអត់ដឹងធ្វើអីក៏គាត់ដើរលេងទៅនេះទៅនោះហើយបង្ហាញរូបភាពមកស្អាតអីចឹងវាធ្វើអារម្មណ៍របស់យើងចង់កាត់ជាកាប៊ីនគ្រូដែរបាទហើយចាប់ដើមពេល party ហ្នឹងយើងនិយាយលេងយើងច្រៀងយើងក្លុកគ្នាសប្បាយអញ្ចឹងទៅបាទថ្ងៃហ្នឹងពេលដែលផឹកខ្ញុំឃើញមនុស្សម្នាក់ជាមនុស្សស្រីតែជាសមោលទេនៅវេរ៉ង់ដាខាងមុខពួកយើងជប់លៀងនៅវេរ៉ង់ដាហ្នឹងយើងមានតុកអញ្ចឹងទាំងគ្នាយើង7 8នាក់នៅហ្នឹងទាំងអស់គេសិក្សាកាប៊ីនគ្រូទាំងអស់អត់តែខ្ញុំទេដល់ពេលអញ្ចឹងបាទបងពេលដែល party ហ្នឹងគឺខ្ញុំប្រាប់ពួកគាត់ថាខ្ញុំឃើញម្នាក់នៅអង្គុយនៅលើវេរ៉ង់ដាហ្នឹងមិនក៏គ្នាយើងមែនមិនបានអត់មកជួយរួមមែនហ្នឹងហើយហើយពួកគាត់ត្រឡប់មកវិញថាមានណាគ្នាយើងតែប៉ុណ្្នឹងតើខ្ញុំនៅបញ្ជាក់ទៀតខ្ញុំថានោះម្នាក់ស្រីពួកគាត់ថាស្រីណាស្រីតែ2នាក់នឹងអង្គុយនៅនឹងឯងមានទៅណាទៀតខ្ញុំក៏skip ទៅផឹកទៀតទៅខ្ញុំគិតថាជួនកាលយើងសង្វឹងទៅយើងព្រើភ្នែកអីចឹងណាខ្ញុំក៏បន្តផឹកពួកគាត់ថាបើសង្វឹងហើយមិនទៅផ្ទះទេបន្ទប់នៅតនេគេនឹងហើយគេជុំគ្នានឹងហើយព្រោះសង្វឹងហើយបើកម៉ូតូពិបាកណាយើងខ្ញុំពិសាគ្រឿងសង្វឹងកុំបាក់ហ្នឹងហើយខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំសង្វឹងហ្នឹងគឺខ្ញុំចូលគេងហើយខ្ញុំចូលគេងនៅក្នុងបន្ទប់ហ្នឹងហើយទាំងដែលជាក់ស្ដែងពួកម៉ាក់ខ្ញុំដែលគាត់កំពុងផឹកជុំគ្នាហ្នឹងក៏គាត់ថាខ្ញុំចូលគេងហើយបាទបងតែចៃដន្យអីដឹងតែវាមិនមែនចឹងថាជាចៃដន្យមកពីអារម្មណ៍របស់យើងដែលយើង control អារម្មណ៍អត់បានឬក៏មិនខ្ញុំអត់ច្បាស់ខ្លួនឯងដែរខ្ញុំដើរចេញពីក្នុងបន្ទប់ដើរមកយកម៉ូតូហើយសន្តិសុខក៏គាត់បាននិយាយមកខ្ញុំទៀតគាត់ថាបងឯងទៅណាបងឯងសង្វឹងហើយសន្តិសុខក៏អត់បាននិយាយមកខ្ញុំដែរគាត់និយាយហើយគាត់ថាបងឯងអត់ឆ្លើយមកខ្ញុំអញ្ចឹង
nhưng mà bán chơi một con mèn bà bông tranh mà tô máu đua mà tô mà ừ tranh pot bị cái lấy nó phải hai chia tha pi roi mát đó ý ở ngày thế bóng Năng nên này. đi khơi đua mà tô ở một mình hiên hay ừ. cái nước đăng luôn thằng mấy mặt mà tô mà ngay nó lại đi xài cho nó hay cục à rò muối bày mình chỉ cái tục mộng dần thấy prang bạn mà tô đọt tè bạn tô đọt té từ đó sài hai mạ máu mạ khơi chim số luôn quạt cái nòng tập pet bà sài lớn à một mình chỉ hiến bày mót bày chưa ngay chân từ thấy nè này nói chung cầm thi dục mình nó cứ cái chạc mà xu gục như tha để thấy mạch bạn tới cài tự ấy trang này nhóm chặt đánh nhưng mà thật luôn nhóm tới cài tì bà chẳng bên đây thà bóng tới cài pe để bóng tranh thì vô mà tôi nó cứ bóng ở đằng luôn tì nè ngày nhưng mà đăng luôn này ấy nhóm cả tha nhóm ăn bát tô ấy xem thế nhưng bát tô luôn ấy thay nhóm phát triển tì nhóm cả tha mau bị nhóm phát triển hay làm bao nhiêu dương dương control dương control bán hay làm mới tiếp dương cả tha dương trời tập tè bà chẳng nhóm kịch bát tô nên lượng với nhóm ăn bát tô từ ở ấy để nhóm ăn khơi rồi có ấy chẳng tiền nó dân mà mở bọn ai mà mở năng ngày anh nâng ai bẹp nâng bàn tay quả tha ấy đại dân cặp bông tờ chụp liếng nó cứ dân khơi bộ quát thấy về lá tiết và dân kịch mà riêng tiết dân kịch tha có ọt trang ở dây cây nên đấy cật vô ngày chẳng cả có chút cột nom dây tranh vì nắng tơi ta đang tơi chẳng cái này năng ngày anh nâng ấy để dân kịch bài bây chụp như bài ở bây chụp biến này chẳng tơi bàn tay nhưng kịch bây chụp biến chẳng chiếc này sang tay nhưng kịch tha nhưng sụp bằng bạn chẳng chỉ xa đạt tiền đã về tha sụp bằng thấy cây nã cái cây nắng tơi ấy bia tẹt tôn cho mùi năng phật phía bao dương bài vì mình tại dương tên nè để này chung anh luôn bao dương nè thua đồng nản là được play bạn bóng chẳng bà sân chỉ biến phanh há cứ khôi là bỏ trừ luôn ấy dương cà phê và lia tiệt chẳng năng này bạn bóng chẳng năng ấy để dùng chua chỉ được tiếp hẹn ok bóng ok tao bắt tới trong khơi của mình bông ôn tích là nhưng lại còn mình trởn ấp đây sầm đạp đó nhưng chưa tha và hai chị ai rằng riêng salon của nhóm ta riêng xua thà riêng đang khai ắt khai vậy thật bạn mình tham mình khai sao thế bông khai có tha via chỉ ấy để giúp ban chua hay đam cả lọc chua hay nè là cái bông tu sna bị trởn cả anh lọc chua bị trắng nè via mà trả mà nè đây đặc có đại ban chụp dẫn cột ai trong đơn tha năng việc bài năng việc mấy toàn chân đôi mà đứng trong khỏi bao nhóm nắng nhom nơi mình pi ở trong rớt đại nhóm kịch thì mỗi chứ mà bị nhầm sự vấn mỗi tiết cứ ở đây trong nửa bờ để đại cột trăng ở dương kê nên ở trong tiền lỡ sống check cái mảnh là bong bà chia tức là cái chân ok cái này không còn mình bây giờ về Tiger về company ok tao bắt tới đến vậy mình xin đại đã tha riêng ở bây giờ nữa bây nhạc lá chuột ra bằng chuột bạn nó dương chưa đại pra vì chả lại nhiến dương kịch tới vì xong ở rồi mà xong rồi lơ bong ôn dương để có kịch nâng này bây giờ cảm thấy bao nhiêu việc mình chia thời tình vậy thôi mới riêng ở pruy ở class vậy chứ nó có thà nó chỉ chạy đồng lịch ở phía sau cho mùi năng vậy để dân hai thằng chị ru bạn là chị bây giờ mình đưa trong tay tôi lên niệm nè tam bất nhưng chưa tha mình dân thua tao lộ chả thợ bon chả thưa bạch thợ bon tana trái trong cả ắt ban sầm lạp sắt rồi có xem như có vậy tất thưa lộ bà dân thưa lõ nhưng năng tụi bạn phá lọ mà mình bỏ năng này ấy mùi tiết vì miếng rưỡi chăn là nhóm trăng chạy này đã ta có tha lấy ai thằng dạy riêng chơi chứ thế nhưng anh vừa ai bông phố bao nhiêu phải là anh đừng xăm chẳng á nè đấy nhưng mà làm chuyện mà đợt ấy mà sắm phê âm xí á luôn ai đã chỉ âm xí lực tìm mối hay mà sắm phê âm xí mà ra này định vậy thế nè
ông xin đã vậy với nhỉ ông xin đã vậy cho đàn với nhỉ ទៅជាភ្ញៀវកិត្តិយសគាត់បកស្រាយបានក្បោះក្បាយជាង MC អត់ទេជាទូទៅអាហ្នឹងហើយយើងត្រូវតែរៀនយើងត្រូវជួប បាទបង អីការងារអីច្រើនផ្សេងទៀតខ្ញុំក៏មិនមែនជា MC professional អីណាដែរគាត់ថាយើងព្យាយាមសិក្សាស្វែងយល់ពី search បងពីពិធីករនៅតាមបណ្ដាស្ថានីយទូរទស្សន៍ឲ្យផ្សេងៗអញ្ចឹងទៅហើយយើងយកមកកន្លែងណាយើងខ្វះខាតយើងកែតម្រូវអញ្ចឹងទៅហើយរងថ្ងៃនេះក៏មិនមែនជា MC ដែល perfect ឬក៏មានទីផ្សារច្រើនទេតែគាត់ថាយើងនៅ local របស់យើងអាចនឹងមានបងប្អូនរបស់យើងគាត់ support អីចឹងទៅ បាទ អញ្ចឹងពេលខ្លះជាជំហានដំបូងយើងអាចនឹងរៀងភ័យអាចនឹងអត់សូវមានពាក្យនិយាយអត់សូវមានពាក្យដើម្បីតបតឬក៏ត្រូវសួរអញ្ចឹងណាតែគាត់ថាអាហ្នឹងវាជាជំហានដំបូងរបស់យើងតែងតែជួបបែបហ្នឹងអញ្ចឹងយើងអាច develop ខ្លួនឯងពេលដែលទៅមុខទៀតបាទយើងមានដំណើរយើង step by step យើងមានដំណើរទៅទៀត បាទ ឥឡូវចេះទេបងសុំបងដាក់មួយទៀតមកតែដាក់ឲ្យខ្លឹមបងដាក់ស្ដាប់មកខ្លឹម អូខេឥឡូវខ្ញុំនឹងនិយាយរឿងមួយដែលខ្ញុំប្រាប់ថាវាប៉ះដល់អារម្មណ៍របស់ខ្ញុំដែរអូបើអត់ទេបងបើសិនជារឿងហ្នឹងប៉ះពាល់ដល់អត់អីយើងអាចយើងចែកម្លែកបានដោយសារតែតកតងជាមួយនឹងការធ្វើដំណើរដែរ បាទ ប្រហែលជាអាចខ្ញុំភ្លេចឆ្នាំបាត់ហើយប្រហែលជាអាចស្ទង់2017 18អីហ្នឹងប្រហែលជាប៉ុណ្្នឹងខ្ញុំបាត់បង់មិត្តភ័ក្តិរៀនវិទ្យាល័យម្នាក់ ទាំងតែការហ្នឹងវ័យកំពុងពេញសប្បាយវ័យកំពុងពេញដើរលេង ហ្នឹងហើយដើរលេងហើយផាក់ស៊ីអីចឹងទៅហើយ វ័យកំពុងឈាមរាវ បាទមិនមែនថាឈាមរាវទេពេលហ្នឹងគាត់ចាស់ទុំដែរហើយមិនមែនថាឈាមរាវទេគាត់ថាគាត់ប្រើប្រាស់ការបារម្ភពីគាត់បារម្ភគេច្រើនពេកនិយាយចេះវិញ បាទបង គាត់ចេញពីកន្លែងហាងរបស់គាត់ធ្វើដំណើរមកតាមផ្លូវគាត់ជួបពួកម្នាក់ទៀតទៅផ្ទះហើយ គាត់ក៏បានប៉ះជាមួយនឹងឡានដែលសណ្ដោងឡានសណ្ដោងគឺវាប្រើខ្សែសណ្ដោងវែងពេកបើន័យថាឡានមួយនៅលើស្ពានហើយពេលយប់យើងមិនឃើញខ្ញុំមិនឃើញខ្សែហ្នឹងបាទបងបាទ ឡានមួយនៅលើស្ពានឡានមួយទៀតចូលផុតផ្លូវបាត់ អញ្ចឹងមានឡាន2សណ្ដោងគ្នា បាទឡាន2សណ្ដោងគ្នា បាទ អញ្ចឹងចូលផុតផ្លូវបាត់ហ្នឹងពេលដែលគាត់ជិះមកហ្នឹងគឺគាត់អត់ឃើញខ្សែហ្នឹងទេពេលដែលឡានខាងមុខដែលត្រូវទៅមុខទៀតគឺវាប្រើកម្លាំង ហ្នឹងទៅវា អញ្ចឹងខ្សែហ្នឹងវាឡើងធ្លោឡើងទៅលើ បាទ អញ្ចឹងគាត់ជិះមករៀងលឿនគាត់តាក់ដួលគាត់ជំនាន់ហ្នឹងខ្ញុំជឿថាអាចបងប្អូនមួយចំនួនក៏អាចនឹងប្រើវិធីសាស្ត្រហ្នឹងដែរខ្លាច់បាត់សោម៉ូតូយកសោម៉ូតូមានខ្សែមួយដូចខ្សែកាតយើងអញ្ចឹង អូហើយដាក់ពាក់សោម៉ូតូជំនាន់ហ្នឹងអាចនឹងវាថា trend អីចឹងណា បាទបងបាទ អញ្ចឹងយកសោម៉ូតូហ្នឹងយកមកពាក់ពេលដែលគាត់មានបញ្ហាគ្រោះថ្នាក់ហ្នឹងគឺសោម៉ូតូដោតទៅចំករបស់គាត់ហើយគាត់ក៏បាត់បង់អាយុជីវិតនៅកន្លែងហ្នឹងដែរ បាទជំរឿងនេះខ្ញុំដូចធ្លាប់ឮបង ហើយពេលដែលគាត់ខូចវាចំថ្ងៃចូលឆ្នាំចិនអញ្ចឹងគាត់ខូចប្រហែលជាខ្ទង់ម៉ោង 2 ម៉ោង 3 ភ្លឺហ្នឹងហើយថ្ងៃឡើងម៉ោង 2 ក៏បូជាសពរបស់គាត់អញ្ចឹងអត់បានធ្វើបុណ្យច្រើនទេដោយសារតែវាចាំថ្ងៃចូលឆ្នាំចិនផងហើយណាមួយអាចនឹងមានដំណម1 2 3 4ដែលយើងអត់ដឹងអញ្ចឹងណាអញ្ចឹងក៏បូជាសពគាត់ភ្លាមថ្ងៃហ្នឹងឡងបានប្រហែលជា 4-5 ថ្ងៃខ្ញុំភ្លេចខ្លួនហើយផ្លូវទៅផ្ទះខ្ញុំក៏ជិះតាមផ្លូវហ្នឹងក៏បានជិះផ្លូវផ្សេងក៏បាន បាទបង ហើយខ្ញុំក៏នៅឃើញថាជិះវៀងតាមផ្លូវហ្នឹងទៅហើយវាត្រជាក់ដែរម៉ោងមិនទាន់ជាយប់ប៉ុន្មានទេម៉ោងអាចថាល្បាក់ក្នុងម៉ោង 12 ខ្ញុំជិះកាត់ផ្លូវហ្នឹងជិះកាត់កន្លែងដែលគាត់ខូចហ្នឹង 12 យប់មែនបង បាទ អី12 យប់អត់សូវយប់ទៀតបង តែចំនួនហ្នឹងមានមនុស្សច្រើនសេដ្ឋកិច្ចយើង បាទ ខេត្តដើរច្រើនអញ្ចឹងទៅមានជាទេសចរមានអីអញ្ចឹងទៅហើយផ្លូវហ្នឹងក៏មិនមែនថាខ្ញុំជិះតែឯងដែរមានមនុស្សចេញចូលអីអញ្ចឹងទៅជិះច្រើននៅលើផ្លូវហើយបើសិនផ្លូវតែឯងក៏បើវាស្ងាត់ក៏អាហ្នឹងយើងគិតរឿងមួយផ្សេងតែ បាទ មានមនុស្សច្រើនជិះដែរអញ្ចឹងយើងក៏អត់បានគិតអីច្រើនដែរខ្ញុំក៏ជិះផ្លូវហ្នឹងជិះកាត់ផ្លូវហ្នឹងខ្ញុំមានអារម្មណ៍ថាម៉ូតូខ្ញុំធ្ងន់
តែចាក់ស្ដែងខ្ញុំជិះម៉ូតូតែឯងទេ បាទបង ខ្ញុំជិះដល់ផ្ទះខ្ញុំមានអារម្មណ៍អត់ស្រួលទេខ្ញុំចុះពីលើម៉ូតូខ្ញុំឃើញគាត់នៅអង្គុយក្រោយខ្ញុំហើយខ្ញុំទុកម៉ូតូចោលនៅមុខផ្ទះមកខ្ញុំចាក់សោចូលផ្ទះខ្ញុំទុកម៉ូតូនៅមុខផ្ទះម៉ាក់ខ្ញុំគាត់បើកទ្វារចេញមកគាត់ស្រែកសួរហើយមិនយកម៉ូតូចូលផ្ទះ អូ ខ្ញុំភ័យខ្ញុំយំគាត់ថាអូអានេះទៅផឹកកាត់ខ្យល់ហើយយំសេកសាអីចឹងទៅគាត់ចាប់ខ្ញុំកោះខ្យល់ហើយម៉ូតូនៅមុខផ្ទះហ្នឹងហើយប៉ាខ្ញុំគាត់ចុះមកគាត់បដាម៉ូតូចូលផ្ទះដល់ពេលគាត់ថាគាត់ស្ដីខ្ញុំម៉ាក់គាត់ស្ដីឲ្យគាត់ថាឯងដើរផឹកអញ្ចឹងចុះអញ្ចឹងទៅ បាទ មកដល់ពិបាកគាត់ហើយគាត់កោះខ្យល់ប៉ុណ្ណឹងយំដូចកូនក្មេងហើយខ្ញុំនិយាយអត់ចេញ ខ្ញុំចង់ប្រាប់គាត់ថាត្រង់តែខ្ញុំនិយាយចេញហ្នឹងវាយូរដែរកោខ្យល់ចង់ហើយខ្នងមកខ្នងហ្នឹងហើយម៉ាក់ខ្ញុំគាត់នៅស្រែកគាត់នៅនិយាយល្ងើជេរឯងផឹកស៊ីអញ្ចឹងចុះហើយឥឡូវដល់ផ្ទះពិបាកកោខ្យល់យំដូចកូនក្មេងអីចឹងទៅខ្ញុំនៅសឹកហ្នឹងហើយត្រង់តែនិយាយចេញខ្ញុំប្រាប់អាលីវាជូនខ្ញុំមកពួកម៉ាក់ខ្ញុំឈ្មោះលីម៉ាក់ថាបើវាជូនមកមិនហៅមិនហៅវាចូលផ្ទះខ្ញុំថាវាចូលអត់បានទេវាបានត្រឹមមុខផ្ទះហ្នឹងឯងហើយដល់ពេលអារូបភាពដែលខ្ញុំឃើញចុងក្រោយហ្នឹងគឺដូចសភាពគាត់ដែលគាត់បានស្លាប់ ខូចហ្នឹងទៅ តែចាក់ស្ដែងដំបូងដែលខ្ញុំឃើញហ្នឹងគឺធម្មតាដែលគាត់អង្គុយពីក្រោយខ្ញុំហ្នឹងគឺធម្មតាពេលដែលខ្ញុំឃើញចុងក្រោយគាត់នៅក្រៅទ្វារហ្នឹងគឺសភាពគាត់សាច់ឈាមនៅលើខ្លួន ដល់ពេលម៉ាក់គាត់អត់អស់ចិត្តទៀតគាត់ដើរទៅមើលគាត់ថាអាលីណាមិនឃើញវាទៅផ្ទះបាត់ឲ្យដឹងគាត់ដើរចូលមកវិញខ្ញុំថាម៉ាក់អាលីខូចហើយមួយថ្ងៃមុនថ្ងៃចូលឆ្នាំចិនហ្នឹងបានគាត់ថាអញចេះខំរមមើលអត់ឃើញមានណាអត់មានណាអញ្ចឹងមកគាត់អត់ឲ្យដេកនៅក្រោមផ្ទះហ្នឹងទេអត់ឲ្យដេកនៅចក្រានបាយហ្នឹងទេឡើងទៅលើទៅហើយគាត់សូត្រធម៌សូត្រអីចឹងទៅស្អែកឡើង ក៏គាត់នាំទៅរោលោកស្រោចទឹកស្រោចអីចឹងទៅថាតែចាក់ស្ដែងអ្វីដែលខ្ញុំគិតត្រឡប់មកវិញគឺគាត់បារម្ភយើងបាទយើងជិះយកហើយតាមពិតចាក់ស្ដែងសង្វឹងមិនសង្វឹងណាទេខ្ញុំផឹកអស់មកកំប៉ុងពីកំប៉ុងហ្នឹងថ្ងៃហ្នឹងបាទតែសារតែវាឡងចូលឆ្នាំចិនដែរយើងវាអស់កំសួលហើយអញ្ចឹងចង់ចេញជ្រៀលឈៀលសบายតែគាត់ថាហេតុការណ៍ដែលយើងជួបហ្នឹងគឺខ្ញុំគិតថាគាត់បារម្ភពីយើងដែលយើងជិះផ្លូវហ្នឹងទៅហើយណាមួយបើយើងគិតខ្មែរយើងមានជំនឿមួយទៀតថា សពនៅស្លាប់គេហៅនៅខាងក្រៅអញ្ចឹងគេហៅតៃហោហ្នឹងហើយអាចនិយាយចឹងគាត់ថាបានដែរហើយគាត់អត់តន់មានគាត់អត់ដឹងថាខ្លួនគាត់នៅតាណាគាត់ត្រូវជួបអ្នកណាគាត់ត្រូវទៅផ្ទះគាត់មិនអីមិនអញ្ចឹងណាហ្នឹងបងអញ្ចឹងគាត់ឃើញយើងគាត់ស្គាល់យើងគាត់ជូនយើងអញ្ចឹងទៅអីអញ្ចឹងទៅប៉ុន្តែគាត់ថាវាជាការខ្ញុំគិតថាវាជាការបារម្ភរបស់គាត់ដែលគាត់ខ្លាចពីសុខភាពរបស់ខ្ញុំដែលខ្ញុំជិះចេញមកអញ្ចឹងទៅហើយគាត់ក៏អត់បានធ្វើអីយើងដែរគាត់ខ្ញុំគិតថាគាត់ជូនយើងមកផ្ទះហើយគាត់លាវែងជាលើកចុងហ្នឹងហើយអាចនឹងថាគាត់លាយើងជាលើកចុងក្រោយដែលយើងបានជួបគ្នាអញ្ចឹងទៅហ្នឹងបងហើយអីដែលខ្ញុំប៉ះអារម្មណ៍ខ្លាំងហ្នឹងគឺខ្ញុំឃើញសភាពមួយដែលគាត់ឈរនៅមុខផ្ទះហើយគាត់ឈាមស្រោចខ្លួនខ្ញុំមានអារម្មណ៍ថាអូវាអាណាធម៌បងមិត្តភក្តិគ្នាតែឥឡូវហ្នឹងខ្ញុំគិតថាគាត់បានទៅដល់សុគតិភពហើយអាចគាត់កើតថ្មីកើតជាមនុស្សដែលក្នុងគ្រួសារតកូលល្អក្នុងពោះដែលសារតគាត់ល្អមែនទែនគាត់ចូលចិត្តលេងបាល់បោះដែរបាទបងបាទហើយគាត់ធ្វើទៅល្អគាត់អត់ដែរបានទៅអំពីអ្នកណានិយាយទៅមនុស្ស slow ហើយគាត់មានការរាប់អានល្អជាមួយមនុស្សជំនាញខ្លួនអញ្ចឹងណាបាទបងអញ្ចឹងទៅខ្ញុំគិតថាហ្នឹងហើយគាត់ឡងមកប្រហែលឆ្នាំនេះសង្ស័យឥឡូវគាត់អាចនឹងកើតជាក្មួយរបស់យើងអញ្ចឹងហើយគាត់អាចនឹងទៅរៀនគាត់អាចមានជីវិតល្អភាសាដែលរងរឿងអីអញ្ចឹងទៅណាមួយវាឡងច្រើនឆ្នាំដែរហើយច្រើនតាំងពីម៉ានមកថា2017 ហ្នឹងហើយប្រហែលជាអាចប៉ុណ្ណឹងចូលមកដល់ឥឡូវខ្ទង់10ឆ្នាំជាងហើយហ្នឹងយ៉ាវាក្បែរហ្នឹងអាហ្នឹងជា
រឿងដែលខ្ញុំនិយាយថាយើងរៀនប៉ះអារម្មណ៍របស់ខ្ញុំដែរគាត់ថាវាបាត់បង់ដែរចិត្តស្និទ្ធអញ្ចឹងណា បាទ ហើយតាំងពីខ្ញុំជួបហេតុការណ៍ហ្នឹងហើយមកគឺខ្ញុំអត់ដែរបានឃើញហេតុការណ៍ផ្សេងៗទៀតទេអញ្ចឹងគឺលេងឃើញលេងអីចឹងណាហើយដូចដំនិយាយថា នឹងជាហេតុការណ៍ចុងក្រោយដែលបងជួបអីចឹង យ៉ាហ្នឹងហើយយើងដល់អាយុមួយយើងលេងឃើញលេងអីចឹងបាទប៉ុន្តែបើសិនអាយុសពមានគេមកប្រាប់នេះប្រាប់នោះអាហ្នឹងនៅមានតែថាឃើញក្នុងសភាពដែលយើងឃើញផ្ទាល់ reality វាអត់មានអីនេះទេ ហ្នឹងបង ហើយហ្នឹងហើយគាត់ថាហ្នឹងវាពាក់ព័ន្ធជាមួយនឹងសុខភាពដែលយើងនៅលើដងផ្លូវណាអញ្ចឹងគាត់ថាបើសិនជាយើងធ្វើដំណើរបើសិនជាយើងប្រើប្រាស់គ្រឿងសម្វឹងយើង បាទ ជាមសម្របខ្លួនឯងធ្វើម៉េចឲ្យ បាទ control ខ្លួនឯងបានហើយយើងធ្វើដំណើរហ្នឹងហើយយើងធ្វើដំណើរដោយប្រយ័ត្ន ប្រយ័ត្នប្រយែងច្រើន ហើយបើសិនជាសម្វឹងខ្លាំងហើយដូចខ្ញុំនិយាយចឹងថាសម្វឹងហើយផ្ទះពុកម៉ាក់ក៏កេងសិនទៅចាំស្អែកចាំយើងគិតទៀតថាត្រូវទៅផ្ទះវិញធ្វើការធ្វើអីរបស់យើងបន្តសិនទៅ ហ្នឹងបងប៉ុន្តែបើយល់បល់ល្អកុំពិសាគ្រឿងស្រវឹងតែបើពិសាគ្រឿងស្រវឹងសូមកុំបើកបរ បាទអញ្ចឹងពិសាដោយទំនួលខុសត្រូវ ហ្នឹងបងហ្នឹង ហ្នឹងហើយមានអីទេមានតែប៉ុណ្្នឹងហើយចាថាសម្រាប់បងប្អូនដែលកំពុងស្ដាប់អាចនិយាយថាវាអាចនឹងជឿឬមិនជឿអញ្ចឹង បាទបងបាទ ជាក់ស្ដែងសិតតែជារឿងដែលខ្ញុំបានជួបផ្ទាល់ហើយក្នុងឆាកជីវិតរបស់ខ្ញុំអាចនិយាយថាអត់ដែលខ្លាចខ្លាំងដែលថ្នាក់ថាឈឺឃើញហើយឈឺឃើញអីអញ្ចឹងគាត់ថាដូចខ្ញុំនិយាយមួយសារទៀតថាយើងអត់ដែលបំពេញគាត់ទេពេលខ្លះអ្នកដែលមកចូលនៅក្នុងកសែភ្នែករបស់យើងដែលធ្វើឲ្យយើងឃើញហ្នឹងអាចនឹងពួកគាត់ពេលខ្លះគាត់បារម្ភពេលខ្លះគាត់ទៅវាជានិស័យបង បាទគាត់អាចនឹងបង្ហាញថាពេលខ្លះអាចនឹងបង្ហាញឲ្យឃើញតិចតួចតែជាលក្ខណៈមួយថាវាមិនមែនឲ្យយើងខ្លាចដូចក្នុងរឿងខ្មោចចេញមកលង បាទបងហ្នឹង ក្នុងសភាពអាក្រក់អីអត់ទេខ្ញុំមិនអាចជួបបែបហ្នឹងទេហើយនៅក្នុងជីវិតរបស់ខ្ញុំក៏ចង់និយាយថាធ្វើតែល្អចង់ថាធ្វើតែល្អទោះបីជាមិនបានទៅវត្តអុជធូបបួងសួងឬក៏ធ្វើបុណ្យអីណាទេតែគាត់ថាយើងអត់បានធ្វើអាក្រក់ដាក់អ្នកណាទៅឈ្នានេះនឹងទាអីគេអញ្ចឹងណា បាទ អញ្ចឹងខ្ញុំគិតថាអ្វីទាំងអស់ដែលយើងធ្វើហ្នឹងគឺវាល្អសម្រាប់យើងវាអាចធ្វើឲ្យយើងជួបជាមួយនឹងមនុស្សល្អជួបជាមួយនឹងអ្នកដែលល្អដែលមកតាមថែរក្សាយើងអញ្ចឹង បាទបងបាទ ជាក់ស្ដែងឥឡូវនៅផ្ទះថ្មីរបស់ខ្ញុំមិនផ្ទះថ្មីរបស់ខ្ញុំទេផ្ទះថ្មីរបស់ម៉ាក់ប៉ាខ្ញុំតើកន្លែងអុជធូបក៏អត់មានដែរជំនាញផ្ទះរបស់ខ្ញុំអីក៏អត់មានដែរ អូ ដោយសារតែម៉ាក់ខ្ញុំគាត់ជឿព្រះពុទ្ធសាសនាអញ្ចឹងគាត់ទៅវត្តអុជធូបសំពះព្រះសង្ឃសំពះព្រះពុទ្ធសូត្រធម៌សូត្រអីផ្សេងៗឲ្យគាត់កាន់សិលអញ្ចឹងទៅគាត់គិតថាដូចខ្ញុំនិយាយគាត់ថាធ្វើតែល្អដល់ថ្ងៃសិលអញ្ចឹងទៅគាត់អាសាមានគ្នាគាត់ធ្វើចហាន់ធ្វើអីប្រកេនប្រសង់ប្រកេនអីចឹងអាហ្នឹងសិតតែផលបុណ្យផ្សេងអញ្ចឹងណាបាទពេលខ្លះអាចនឹងទទួលផលបុណ្យផ្សេងពីម៉ាក់មកគេថាបានអញ្ចឹងទេតែពេលខ្លះយើងជួយគាត់ជួយគាត់ដល់ប្រយោលពេលខ្លះមិនបានជួយគាត់ពេលខ្លះទៅរោនឹងគាត់ទៀតដែរពេលខ្លះអត់ទេបារម្ភពេលខ្លះឃើញគាត់ហត់ពេកទៅគាត់ចេះធ្វើថ្ងៃខ្លះធ្វើ2 3ថ្ងៃជាប់គ្នាអញ្ចឹងទៅ បាទបាទ តែគាត់ថាមិនបង្អាក់គាត់ទេគាត់ថាយើងខ្លាចគាត់ហត់ខ្លាំងអីចឹងទៅ បាទ ព្រោះពេលដែលគាត់ហើយគាត់តែងនិយាយប្រាប់ថាគាត់ហត់អញ្ចឹងចោះចឹងទៅតែយើងក៏តែងនិយាយមួយគាត់ដែរថាបើហត់សម្រាប់សិនទៅកុំតន់អាចធ្វើ2 3ថ្ងៃជាប់គ្នាអញ្ចឹងទៅហើយពេលខ្លះធ្វើឲ្យភ្លាមរបៀបថាដូចយើងគាត់ធ្វើបេសជ្ជៈប្រកេនប្រសង់អញ្ចឹងទៅយកទៅវត្តឆ្ងាយអញ្ចឹងធ្វើថ្ងៃហ្នឹងហត់មួយថ្ងៃហើយស្អែកឡើងត្រូវទៅឆ្ងាយហត់ទៀតហ្នឹងកម្លាំងច្រើនតែគាត់នៅតែព្យាយាមធ្វើដើម្បីបំពេញបុណ្យកុសល បាទជាសេចក្តីសុខផ្លូវចិត្តសម្រាប់គាត់ បងបាទ អញ្ចឹងដូចយើងឥឡូវកំពុងតែប្រកបការងារមួយដែលយើងចូលចិត្តយើងសប្បាយយើងជួបមនុស្សច្រើនយើងអាចទៅលេងកីឡាបានយើងអាចធ្វើការដែលយើងចូលចិត្តយើងអាចធ្វើអីដែលយើងចូលចិត្តអាហ្នឹងសុទ្ធតែជាសេចក្តីសុខផ្លូវចិត្តរបស់យើងច្រើនហើយ បាទបងបាទ អញ្ចឹងកុំព្យាយាមធ្វើខ្លួនឯងដើម្បីផ្គាប់ចិត្តអ្នកដទៃរហូតដល់ភ្លេចធ្វើចិត្តខ្លួនឯងឲ្យខ្លួនឯងនៅកន្លែងមួយដែលស្ងប់ កុំភ្លេចស្រឡាញ់ខ្លួនឯង បាទហើយខ្ញុំអត់មានអីច្រើនទេគ្រាន់ថារឿងដែលខ្ញុំ
ចែករំលែកហ្នឹងសុទ្ធតែជារឿងដែលខ្ញុំធ្លាប់ជួបខ្ញុំមិននិយាយមិនសិនដែរហើយខ្ញុំក៏អត់បង្ខំឲ្យបងប្អូនទាំងអស់គ្នាជឿដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចនឹងស្ដាប់ពេលខ្លះអាចនឹងស្ដាប់ podcast អីធំឬក៏អាចនឹងជួបហេតុការណ៍ផ្សេងដែលផ្ទាល់ឬក៏អាចនឹងឃើញសាច់រឿងអីផ្សេងដែលបានចាក់បញ្ចាំងតាមរោងភាពយន្តអីផ្សេងអាហ្នឹងហ្នឹងហើយបងប្អូនអាចនឹងបងប្អូនអាចនឹងយល់ហ្នឹងហើយអាចនឹងយល់ហើយអាចនឹងកាលហ្នឹងខ្ញុំសង្ឃឹមថាបងប្អូនប្រិយមិត្តយើងទាំងអស់គ្នានឹងស្ដាប់ហើយគាត់នឹងយល់ពីពួកយើងហើយនឹងអធិស្ឋានដល់ពួកយើងដែរបាទតែពិតចន្ទទីរបស់យើងធ្វើគឺដើម្បីចែករំលែកជាមួយនឹងបទពិសោធន៍មនុស្សម្នាក់ដែលយើងធ្លាប់ជួបពេលខ្លះគេអាចនឹងជួបដល់មនុស្សជួបទេវតាជួបអីផ្សេងអញ្ចឹងទៅអញ្ចឹងសុទ្ធតែជាអរូបទាំងអស់បាទដែលយើងអាចនឹងនិយាយថាជានិស្ស័យរបស់គាត់មួយដែលគាត់អាចមាននិស្ស័យនឹងជួបមនុស្សទេវតាឬក៏ជាអរូបអីផ្សេងដែលជាផលបុណ្យដែលគាត់បានសាងពីជាតិមុនឬក៏កំពុងតែសាងនៅក្នុងជាតិនេះអញ្ចឹងទៅបាទហើយសម្រាប់ខ្ញុំដែលខ្ញុំបាននិយាយកន្លងទៅនេះហើយជាសាច់រឿងដែលខ្ញុំបានជួបផ្ទាល់ហើយខ្ញុំក៏សូមខន្តីនឹងអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរបើសិនជាការនិយាយរបស់ខ្ញុំចេញទៅធ្វើឲ្យបងប្អូនទាំងអស់គ្នាប៉ះពាល់អារម្មណ៍ឬក៏លើសលួសពាក្យពេចន៍កាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីនឹងអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាដែលកំពុងទៅទស្សនាតាមការ live ផងដែរបាទអញ្ចឹងអរគុណទៅកាន់បងដែលបងចែករំលែកបទពិសោធន៍និយាយរឿងច្រើនរឿងដែរណានិយាយទៅclose ត្រឹមរឿងចុងក្រោយហ្នឹងឯងគ្រាន់ថាយើងលេងបានឃើញសារភាពមួយចំនួនដែលយើងអត់ចង់ឃើញហ្នឹងឯងដូចអញ្ចឹងទៅអញនិយាយថាវាប៉ុណ្្នឹងឯងវាប៉ុណ្្នឹងវាសម្រាប់មនុស្សម្នាក់អញ្ចឹងបាទអញ្ចឹងដល់ពេលវេលានេះដែរខ្ញុំបាទទាំងពីរនាក់ជាមួយនឹងបងក៏សូមអរគុណទៅដល់ប្រិយមិត្តដែលបានតាមដានជួបគ្នានៅអេពីសូតក្រោយមួយទៀតអរគុណជម្រាបលា